សូមអរចិត្តនឹងនៃនឹកលឹកដល់គុណប្រតនត្រ័យนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមក្រាបថ្វាយបង្គំព្រះសង្ឃព្រះអង្គចម្រើនពរញាតិញោមសិក្ខាកាមទាំងអស់ Welcome back to the 7th day of Badacha class 2026 ស្វាគមន៍មកកាន់ថ្នាក់រៀនរបស់យើងថ្ងៃទី7នៃថ្នាក់សិក្សាបដិច្ចៈឆ្នាំ2026ហើយសូមបន្តមេរៀនរបស់យើងទៀតដែលអាត្មានឹង share screen ហើយញាតិញោមឃើញ screen ហ្នឹងណាអាត្មាទម្លាក់មេរៀនប្រមាណសន្លឹកជូនកណាឃើញណាបងនៅក្នុងcategory ហ្នឹងឯកសារមេរៀន resources នឹងអាត្មាទម្លាក់ការ design ជា AI ទេភាសាខ្មែរយើងនៅមានកំហុសខ្លះហ្នឹងគឺប្រាប់អញ្ចឹងវាមិន perfect ទេភាសាខ្មែរយើងតែភាសាអង់គ្លេសមិនអីទេភាសាអង់គ្លេសត្រឹមត្រូវហ្នឹងហើយតិចទៀតទៅយើងអាននៅក្នុងសភៅហ្នឹងនឹងចូលទៅដល់ពាក្យមួយចំនួនដែលអ្នកនិពន្ធលោកបានប្រើតែពាក្យទាំងអស់នោះតាក់ទងនឹងវិបស្សនាញាតិញោមណាចឹងញាតិញោមត្រូវរៀន terminology នេះឲ្យចេះទៅប្រយោជន៍សម្រាប់ការសិក្សាឆ្វេងយល់នៅសុភាវៈលក្ខណៈនៃការចម្រើនធម៌ផងចំណែកទៀតញាតិញោមដែលបម្រើធម៌នៅមណ្ឌលសមាធិនៅក្នុងថ្នាក់រៀននេះមានញាតិញោមទៅជួយខាងពុទ្ធមណ្ឌលច្រើនពុទ្ធមណ្ឌលឧត្តមនិងពុទ្ធមណ្ឌលកែបអញ្ចឹងអាចនឹងបានជាប្រយោជន៍សម្រាប់វគ្គវិបស្សនាអន្តរជាតិបងនេះនិយាយពី three kinds of full understanding បរិញ្ញា3 the progression of insight នឹងគឺជាបរិញ្ញាឬក៏ថាស្មើនឹងពាក្យថាញាណដែរបងការដឹងដោយបរិបូរណ៍ដឹងដោយពេញលេញមាន3ជំហានមានញាតបរិញ្ញាទីរណបរិញ្ញា and បហានបរិញ្ញានឹងមួយទៅចាំពេលយើងចូលដល់កន្លែងហ្នឹងស្មើនឹងប្រែបន្ថែមណាហើយនេះជាភាសាខ្មែរនេះមកដាក់ឲ្យ AI design ឲ្យអញ្ចឹងទៅមានអាចនឹងអក្សរខ្មែរខ្លះអត់សូវច្បាស់ទេប៉ុន្តែកាត់យល់ទៅណាដោយសារអ្វីដែលជាប្រយោជន៍យើងអាចទាញយកមកប្រើបានគឺការបន្ថែមរូបភាពដែលធ្វើយើងងាយយល់បញ្ញា3ការកំណត់ដឹងក្នុងខណ្ឌ5តាមផ្លូវវិបស្សនាចឹងទៅណាមួយទៀតនិយាយអំពី the 3 levels of abandoning defilements បហានៈគឺការលះបង់ក៏ការលះបង់ឬការបហាបង់3យ៉ាងនៅក្នុងវិបស្សនាហ្នឹងទី1គឺតទាំងកែបបហានៈហ្នឹងគឺការបហាបង់មួយគណៈវិខម្បនៈទី2វិខម្បនៈបហានៈ suppression គឺការសង្កត់សង្កិននៅកិលេសធម៌ហ្នឹងមួយរយៈយូរហើយទី3គឺសមុច្ឆេតបហានៈ eradication completely គឺការបហាបង់ផ្ដាច់ទាំងស្រុងហើយ so funny នៅក្នុងរូប AI នេះគឺយើងឃើញមានអាវុធមានប្រពុតកាន់អាវុធញាតិញោមយើងចម្លែកតិចប៉ុន្តែ you know it's just for your understanding កុំឲ្យគិតទៅនៃផ្សេងយើងអត់បានប្រមាថទេប៉ុន្តែជាការប្រៀបធៀបមួយ AI ចេះរនឹកឃើញណាហ្នឹងហើយជាការប្រៀបធៀបមួយដូចជាព្រះអង្គមាននៅអាវុធដើម្បីកាប់ឆ្ការឬបហាបង់នៅកិលេសអញ្ចឹងអាវុធហ្នឹងគឺស្អីគឺបញ្ញាគឺបញ្ញាថ្នាក់វិបស្សនាហ្នឹងទៅអាចបហាបង់នៅកិលេសបានកាត់ផ្ដាច់ទាំងស្រុងដូចនៅក្នុងនឹកឃើញមុદ્រាគឺទម្រង់ឬក៏អិយាបថពុទ្ធហ្នឹងមានច្រើនដូចខ្មែរអញ្ចឹងដែលមាន9មុદ્រាអញ្ចឹងណាដូចជាព្រះអង្គប្រទានពរព្រះអង្គទ្រង់បណ្ឌបាតទុំបរិនិព្វានអញ្ចឹងហៅថាមុទ្រៈមួយហ្នឹងហើយនេះទៅពេលមានអាវុធទៅដូច
ដោយអាវុធមុទ្រៈអញ្ចឹងទាំងជាក៏ជារូបភាពដែរដើម្បីទាញចំណាប់អារម្មណ៍ក៏ដូចជាឲ្យយើងមើលទៅយល់ថាការបហាបង់នៅសត្រូវពលគឺកិលេសនេះគឺត្រូវមានអាវុធដែលមុតស្រួចដូចជាបញ្ញាដែលបានសម្រួចដោយវិបស្សនាញាណក្នុងការធ្វើជាក់ច្បាស់នៅនាមរូបនិងកំណត់ដឹងនៅសភាវៈលក្ខណៈនៃធម៌ដោយបញ្ញាទើបអាចបហាបង់នៅកិលេសដែលជ្រាលជ្រៅដែលកិលេសដែលហៅទៅជាអនុស័យបានអញ្ចឹងណានេះជាភាសាខ្មែរអញ្ចឹងញាតិញោមមើលទៅអ្វីដែលអាត្មាទម្លាក់នៅក្នុងទីនេះសូមជម្រាបជូនអញ្ចឹង AI អាចមានកំហុសខ្លះក្នុងការ design ជាពិសេសគឺភាសាខ្មែរយើងអត់ទាន់សូវបរិបូរណ៍ទេភាសាខ្មែរតែអង់គ្លេស pretty good ណាភាសាអង់គ្លេសល្អអត់មានកំហុសទេអាត្មាមើលទៅបើខុសអាចបល័យឡាតាំងតិចតួចអញ្ចឹងខ្មែរវាមានកំហុសទូទៅមានកំហុសតិចតួចដូចនេះអីគឺសច្ចានុឡោមិកញ្ញាណណាមើលអង់គ្លេសសច្ចានុឡោមិកញ្ញាណសច្ចានុឡោមិកញ្ញាណហៅថាអនុឡោមិកញ្ញាណចឹងចាំយើងប្រែពីសិនទៅអ្វីដែលប្រហោះនោះសូមញាតិញោមយកទៅសិក្សាយកទៅអានហើយស្វែងយល់បន្ថែមណាពលឥឡូវយើងបន្តមេរៀនរបស់យើងម្សិលមិញហ្នឹងមកសូមបញ្ជាក់ត្រង់បាលីមួយអាត្មាមិនបានពិនិត្យទៅម្សិលមិញអត់ទាន់អាកាត់ថាយ៉ាងម៉េចប៉ុន្តែអាត្មាយកមកអានឡើងវិញមកបានយល់ពាក្យបាលីហ្នឹងគេសំដៅលើអ្វីកន្លែងអនុបាទានអ្នកញាតិញោមបង Alright here នេះទំព័រ19ញោម page 19 so we're going to continue from that okay this sentence although the norm upatya and vaya or samudaya and vaya is essence of អនុបាទនៅកន្លែងនេះគឺសរសេរខុស spelling តិចណាអត់មានតម្រួត dd ទេគឺអនុបាដានៈមកពីអនៈហើយនឹងឧបាទានៈអនៈប្រែថាមិនណា non attachment កន្លែងហ្នឹងគឺអនៈបូកនឹងឧបាទានៈទៅជាអនុបាទានអញ្ចឹងអត់មាន d ទេលុប d មួយចេញទៅនេះអនុបាហ្នឹងអនុបាដានៈកន្លែងហ្នឹងគឺលោកបញ្ជាក់ថាការពិចារណានៅលក្ខណៈកើតនិងរលត់ហ្នឹងវានាំឲ្យអស់ទៅនៅឧបាទានណាលែងមានការប្រកាន់ពីព្រោះឃើញអំពីធម៌មិនទៀងមកដល់ពេលធម៌ទាំងឡាយវាកើតតែរលត់អត់ទៀងអញ្ចឹងទៅប្រកាន់ហួងហែងមិនជាប់ទៅប្រកាន់ហួងហែងនៅក្នុងរបស់ដែលវាវិនិច្ឆ័យសាបសូន្យទៅនឹងប្រកាន់មិនជាប់អត់កើតទេអញ្ចឹងហើយបានលោកប្រើពាក្យកន្លែងហ្នឹងស្មើវាថាអនុបាទានគឺមកពីពាក្យថាអនៈបូកនឹងឧបាទានៈ non attachment ណាឧបាទានដែល attachment ដល់ពេល non attachment ទៅជាអនុបាទានៈកន្លែងហ្នឹងនឹងយើងប្រែម្សិលមិញហើយនឹងលោកចង់និយាយថាការប្រើប្រាស់នៅបច្ចេកទេសក្នុងការបដិបត្តិសមាធិហ្នឹងបើសិនបើមិនមានការកំណត់ដឹងនៅលក្ខណៈកើតនឹងរលត់នឹងទេនឹងគឺអត់ចូលទៅជាវិបស្សនាទេអញ្ចឹងក៏មិនអាចកម្ចាត់បង់នៅកិលេសអីបានដែរឃើញណាកិលេសវាបានត្រឹមតែស្ងប់មួយរយៈដោយសារមានសមាធិអញ្ចឹងណាឥឡូវយើងបន្តទៀតបញ្ចប់តពីម្សិលមិញនេះកន្លែង as a matter of fact from here we're going to continue as a matter of fact the noble teachings of the great teacher have been exposed to the influence of various creeds such as tantric mantric mysticism animism and brahmanism ពីការពិតណាស់មេរៀនដ៏ប្រសើរនៃគ្រូនៃគ្រូដ៏អច្ឆរិយៈបាន have been exposed គឺត្រូវបានបើកបង្ហាញឬក៏ជះឥទ្ធិពលណា have been exposed to the influence ត្រូវបានបីល្បាញជះឥទ្ធិពលទៅកាន់លទ្ធិសាសនាផ្សេង various creeds ណា creed ហ្នឹងមិនមែនអក្សរជីបើអក្សរជីគឺលោកៈ creed នេះគឺលទ្ធិសាសនា CREED ណាបានមានឥទ្ធិពលទៅកាន់លទ្ធិសាសនាផ្សេងដូចជាតន្ត្រៈណាតន្ត្រាយណៈហ្នឹងដែលខាង
គេចម្រើនយកការយកអីតកតងនឹង physical development ហើយ mantra តកតងនឹងword ណានឹងគេ development by words មាន mantra ការសូត្រនៅមុនផ្សេងហើយ mysticism ហ្នឹងតកតងទៅនឹងdivinity គឺដូចថាទេវនិយមសាសនាដែលប្រកាន់ឬក៏និយមទៅលើទេវៈទៅលើ gods mysticism ហ្នឹង animism គឺដូចជាប្រភពនៃគេហៅថាបេជំនឿដោយសាសនាខ្មែរយើងជឿពីដើមហ្នឹងគេហៅថា animism ហ្នឹងជឿទៅលើ nature is alive ណាដូចជា river rocks mountain អីចឹងទៅមានព្រលឹងមានវិញ្ញាណអីចឹងទៅ Brahmanism និងព្រហ្មញ្ញសាសនាអញ្ចឹងការបង្រៀននៃទ្រឹស្ដីបដិជ្ជសមុប្បាតនៅសម័យនោះក៏បានជះឥទ្ធិពលទៅនិកាយឬក៏លទ្ធិសាសនាផ្សេងៗដែរ and as such Buddhism of Myanmar can be termed as Burmese Buddhism because in their ordinary daily life many Burmese Buddhists are drowned in the whirlpool of Sasatta Ditti ហ្នឹងហើយអញ្ចឹងពុទ្ធសាសនានៃប្រទេសភូមាហ្នឹងអាចត្រូវបានគេហៅថាជាពុទ្ធសាសនាភូមានៅដូចខ្មែរអញ្ចឹងណាដែលយើងបដិបត្តិពុទ្ធសាសនាទៅជាពុទ្ធសាសនាបែបខ្មែរអញ្ចឹងទៅដោយសារមានការលាយដោយប្រពៃណីខ្លះ because in their ordinary daily life ដោយសារតែនៅក្នុងជីវិតសាមញ្ញរាល់ថ្ងៃប្រជាជនឬក៏ពុទ្ធសាសនិកភូមាហ្នឹងតែងតែអីនេះពាក្យច្រើនពួកគាត់ជាប់ទៅដោយសាសតតិដ្ឋិណា drone ហ្នឹងដូចជាលើកទៅពាក្យថាលិចលង់ណាលិចលង់ whirlpool គឺនិយាយអំពីអីគេហ្នឹងគឺទឹកគួចហ្នឹងទឹកគួចដូចជាគេហៅដូចជា tornado អញ្ចឹងណាហ្នឹងដោយងាយយល់មកគឺចង់និយាយថាប្រជាជនភូមិឬក៏ពុទ្ធសាសនិកនៅទីនោះគឺភាគច្រើនហ្នឹងគឺនៅជាប់ទៅដោយសាសតតិដ្ឋិធ្ងន់ដោយសាសតតិដ្ឋិហ្នឹងមានន័យថាម៉េចគឺដែលមានការយល់ខុសទៅលើអ្វីដែលវាទៀងទាត់ណាដូចភាសាអង់គ្លេសហៅថា eternality ឬក៏ eternalism ណាសាសតតិដ្ឋិហ្នឹងអ្វីហ្នឹងវាទៀងវាអត់ប្រែប្រួលអញ្ចឹងណាហ្នឹងយើងក៏មានដែរហ្នឹងមិនមែនតែភូមិប្រទេសណាក៏មានពីព្រោះពេលដែលมันបានយល់នៅសច្ចធម៌ច្បាស់យើងប្រកាសជាមានការជាប់ជំពាក់ទៅលើអារម្មណ៍ផ្សេងនៅក្នុងលោកហើយការជាប់ជំពាក់ដែលយើងមិនអាចប្រឡែងបាននោះក៏ដោយសារយើងនៅមានសាសតតិដ្ឋិយើងគិតថាវានឹងតាំងនៅវានឹងថិតថេរសម្រាប់យើងដូចឧទាហរណ៍ដូចជាតណ្ហាឬលោភៈដែលជាប់ជំពាក់នៅក្នុងរូបសម្លេងក្លិនរសផតពៈអញ្ចឹងណាការដែលជាប់ជំពាក់ហើយយើងដោះអត់បានហ្នឹងអាស្រ័យដោយមាននៅការយល់ឃើញមួយថារបស់ដែលខ្លួនស្រឡាញ់ហ្នឹងវាស្ថិតនៅវាតាំងនៅវាអត់ប្រែប្រួលបើយើងយល់អំពីការប្រែប្រួលដោយពាល់ត្រូវតែម្ដងយើងប្រកាសជាអាចប្រឡែងចិត្តនឹងបានហើយប៉ុន្តែដោយសារតែនៅមានសាសតៈនឹងឯងណា whereas in their application to meditation it will not be wrong to say that most of them are stranded halfway to anapanasati samadhi from which stage true and pure vipassana is yet to reach ចំណែកឯការបដិបត្តិសមាធិនេះ application to meditation គឺការបដិបត្តិសមាធិនេះវាមិនខុសទេដែលនិយាយថាពួកគេភាគច្រើនហ្នឹងគឺជាប់គាំង stranded halfway ហ្នឹងជាប់គាំងនៅពាក់កណ្ដាលផ្លូវក៏ stranded halfway like you get stuck in the middle of something stranded halfway គឺជាប់គាំងនៅត្រឹមអាណាបានសតិសមាធិគឺការចម្រើនខ្យល់អាណាបាដង្ហើមចេញដង្ហើមចូលដូចថាមិនទៅមុខទៀតណា from which state ណាដូចថាដល់ដំណាក់កាលហ្នឹង true and pure vipassana is yet to reach គឺថាមិនទាន់ដល់ចំណុចដែលនិយាយថាចម្រើនដល់វិបស្សនាដែលដល់បរិសុទ្ធដែលពិតប្រាកដនោះទេទាំងត្រឹមអាណាបាណៈហ្នឹងគឺជាប់គាំងពាក់កណ្ដាលដូច្នេះហើយមិនទាន់ឈានទៅដល់វិបស្សនាដែលជាធម៌ដ៏បរិសុទ្ធឬក៏វិបស្សនាដោយពិតប្រាកដហ្នឹងទេ Late Mahathera Moggolshado's aim and object was to correct and reform such deviated
outlook and also point out such views and misdirected intentions in alms giving and taking precepts and to impart what is most beneficial to those well intending yogis. Here it means to say that meritorious deeds ដានศีលអីចឹងទៅត្រង់នេះព្រះមហាថេរៈមោគស្យាដរគោលបំណងវត្តឬក៏វត្ថុបំណងរបស់លោកណាវត្ថុបំណងឬក៏អ្វីដែលលោកចង់បានណាគឺដើម្បីអីគឺដើម្បីកែប្រែនិងកំណែតម្រង់នៅទិដ្ឋិឬថា outlook ហ្នឹងគឺនិយាយពីពាក្យអង់គ្លេសថា point of view គឺការយល់ឃើញដែលវាមិនត្រឹមត្រូវ deviated ហ្នឹងគឺវា out of standard វាអត់ត្រូវ in the wrong way so he want to correct that from people viewpoint យ៉ាងម៉េច point out such views and misdirected intention ដែលពួកគេតែងតែមានការយល់ច្រឡំអំពីចេតនាណា misdirected intention in alms giving និយាយពីការធ្វើទាននិយាយពីការប្រកេនបណ្ឌបាតប្រសង់អញ្ចឹងណាតើតើនឹងការធ្វើបុណ្យនេះ alms giving ហ្នឹងគឺតើតើនឹងការប្រកេនចង្ហាន់បណ្ឌបាត and taking precept គឺការរក្សាសិលមានសិល5សិល8ជាដើមហ្នឹង and to impart ដើម្បីផ្ដល់ចំណេះដឹង what is most beneficial អ្វីដែលមានសារៈប្រយោជន៍សម្រាប់អ្នកទាំងអស់នោះគឺសំដៅទៅដល់យោគាវចរដែលទៅបដិបត្តិហ្នឹងត្រង់ចំណុចនេះចង់និយាយអំពីបុណ្យកុសលនេះ meritorious deed តើតើទៅនឹងរឿងធ្វើបុណ្យនេះណា merit ហ្នឹងបុណ្យ meritorious deed គឺបញ្ញកម្មបុណ្យកុសលមានដូចជាទានដានៈណាមានដូចជាទានសីលៈសិល are done with a view to attaining higher position as universal monarch king of devas etc in their next existence ហ្នឹងលោកចង់តម្រង់ទិដ្ឋិពុទ្ធបរិស័ទលោកហ្នឹងឲ្យងាកមកយល់ត្រូវព្រោះអ្នកខ្លះគាត់ជាប់ជំពាក់នៅក្នុងការធ្វើទានដោយប្រាថ្នាដើម្បីឲ្យបានទៅកើតនៅឋានសួគ៌ឬក៏បានទៅជាសម្បត្តិស្ដេចចក្រជាស្ដេចទេវតាជាសកទេវរាជអីចឹងទៅណានេះកន្លែងហ្នឹង with the view to attaining higher position ធ្វើទានហ្នឹងដើម្បីអីដើម្បីឡើងទៅកាន់ណាឋានន្តរៈតែពងពោះដូចជាคล้ายទៅជាអីគេណារាជាឬក៏គេហៅថាស្ដេចចក្រពត្តិ universal monarch king of deva ណាជាស្ដេចទេវតាសកទេវរាជនៅក្នុងជាតិក្រោយណា in the next existence ក្នុងជាតិបន្ទាប់ Firstly it is essential that sasata ucheda akiriya ahetuka tithi must be dispelled from the mind of the yogi by nyata parinya ណានេះប្រឡ័យលតាំងសិតខ្វះចឹងហើយបើនេះញាតិញោមកែទៅនឹងញាញោទៅមាន n tilde កាញ់ពីលើញាតបរិញ្ញាណាញាតបរិញ្ញាដោយអាត្មាទៅសេឲ្យចឹងចាំបង្ហាញក្រោយញាតបរិញ្ញា before he contemplates vipassana ណាញាណបរិញ្ញាញាណញាតមិនញាណញាតដូចគ្នាញាតបរិញ្ញា must come before ទីរណបរិញ្ញា or in other words in the vipassana meditation ខុសបល័យខុសអង់គ្លេស in the vipassana meditation first step must come first and then followed by the second which means that the actual practice must be done only after intending yogis has considerable knowledge of khandha ayatana sajja and padiccasamuppada and when his view is initially ប្រែម្ដងសិនព្រេងប្រយោគនេះដំបូងឡើយហ្នឹងជាការចាំបាច់តកតងទៅនឹងសាសតតិដ្ឋិអុឆេតតិដ្ឋិអកិរិយតិដ្ឋិអហេតុកតិដ្ឋិណាញាតិញោមយល់មកកណ្ដប្រែសិនសាសតតិដ្ឋិនិយាយអំពី eternalism គឺជំនឿទៅលើអ្វីដែលទៀងដែលអមតៈអុឆេតតិដ្ឋិទៅលើអ្វីដែលសាបសូន្យធ្វើទៅវាអត់វាមានបានអីទេវាសូន្យណាដូចធ្វើបន់បានបន់អញ្ចឹងអកិរិយវត្ថុហ្នឹងស្តៀងគ្នាដែរគឺ non action គឺទង្វើដែលអត់មានឲ្យផល
អហេតុកៈគឺជាទិដ្ឋិគឺជាមច្ឆាទិដ្ឋិមួយដែលមិនជឿទៅលើហេតុណាដូចជាហេតុផលនិយាយមិនជឿទៅលើកម្មនិងផលរបស់កម្មអីជាដើមហ្នឹងឬក៏ជឿថាអ្វីៗហ្នឹងវាអត់មានហេតុជាអ្នកឲ្យកើតឡើងទេណា must be dispel អញ្ចឹងដំបូងឡើយសំខាន់បំផុតគឺមច្ឆាទិដ្ឋិទាំងអស់នេះសាសតៈអចេតៈអកិរិយៈអហេតុកៈហ្នឹងត្រូវតែកម្ចាត់បងសិន dispel កម្ចាត់បងចេញអំពីចិត្តនៃយោគាវចរណាយោគីហ្នឹងគឺ meditator those who practice right by Nyata Pranya. So this Nyata Pranya is one of the Vipassana knowledge that can dispel some wrong view such as Sasata, eternalism, or Cheta, like wrong view about annihilation, annihilism, Kariya non-function, record the rootless, wrong view about the rootless. Must be dispelled from the mind ណាគឺត្រូវតែកម្ចាត់បងចេញអំពីចិត្តនៃយោគាវចរដោយអំណាចនៃញាតបញ្ញាមុនពេលដែលយោគាវចរនោះចម្រើនណា before he contemplate ហ្នឹងគឺចម្រើនណាញោមចម្រើននៅសមាធិអូនៅតកតងនឹងបញ្ញាហ្នឹងហើយថាបង្ហាញ slide ឡើងវិញមកបញ្ញា3នេះ three kinds of full understanding ពាក្យថាបរិញ្ញាហ្នឹងគឺមានន័យថា full understanding ហ្នឹងគឺយល់ដោយបរិបូរណ៍ដោយជុំវិញដោយជាក់ច្បាស់អញ្ចឹងណាបរិញ្ញាណាបរិហ្នឹងគឺជុំវិញញ្ញាហ្នឹងញាធិបតែដឹងញាហ្នឹងដូចពាក្យថាញាណដែរ a progression of insight ហ្នឹងគឺនិយាយអំពីការរីកចម្រើននៅលើវិបស្សនាញោមក៏អញ្ចឹងនៅពេលដែលវិបស្សនាហ្នឹងចម្រើនទៅដោយការពិចារណាឃើញនៅលក្ខណៈនៃធម៌ទៅតាមហេតុជាក់ស្ដែងនឹងហើយនឹងបានសម្រេចនៅបរិញ្ញា3ហ្នឹងទី1គឺញាតបរិញ្ញាមានន័យថា full understanding of the known ហ្នឹងគឺចង់និយាយពី understanding of the individual characteristic ណា individual characteristic គឺ nama and rupa មានការយល់ដឹងដោយបរិបូរណ៍តកតងទៅនឹងនាមរូបដែលជាគេហៅថាជា combination យើងសន្មតថាជាខ្លួនយើងជាខ្ញុំ Mr. A Mr. B ហ្នឹងតាមពិតគឺមានតែនាមហើយនឹងរូបទេណាអញ្ចឹងបុគ្គលហ្នឹងមាននៅសេចក្តីដឹងដោយបរិបូរណ៍តកតងទៅនឹង physical phenomena and mental phenomena គឺតកតងទៅនឹងនាមរូបណានាមរូបនឹងហៅថាញាតបរិញ្ញាហ្នឹងគឺត្រូវកើតដំបូងដល់ទី2តៃរណៈបរិញ្ញាគឺការដឹងដោយការអីគេ investigation តៃរៈដោយសន្តិរណៈចិត្តអញ្ចឹងណា investigation ហ្នឹងគឺដោយការអង្កេតដោយការពិនិត្យពិចារណាទៅលើអីទៅលើសាមញ្ញលក្ខណៈ3ហៅថា investigating universal characteristics អនិច្ចំទុក្ខំអនត្តាចឹងញាតបរិញ្ញាតកតងនឹងការកំណត់ដឹងនាមរូបអំពីខ្លួនរីឯតៃរណបញ្ញាលំដាប់ទី2គឺតកតងនឹងការកំណត់ដឹងនៅត្រៃលក្ខធម៌ណាសភាពប្រែប្រួលមិនទៀងទាត់មិនតាំងនៅសភាពដែលទ្រាំបានដោយលំបាកគឺទុក្ខៈនិងសភាពដែលមិនស្ថិតនៅក្រោមអំណាចឬក៏អសារៈអត់ខ្លឹមសារហៅថាអនត្តា AI គូរូបឲ្យខ្ញុំស្រួលមើលណាដល់ទី3នេះបហានបរិញ្ញា full understanding as abandoning នេះគឺបហាបង់តែម្ដងបញ្ញាកម្រិត3នេះដោយការយល់ហើយអាចប្រហាបង់ overcoming defilements and attaining liberation អាចបហាបង់ឬក៏យកឈ្នះពាក្យថា overcome ហ្នឹងគឺ defeat អាចជំនះឬក៏បហាបង់នៅកិលេស defilement ហ្នឹងកិលេសគ្រឿងសៅហ្មងពាក្យថាកិលេសគឺគ្រឿងសៅហ្មងដូចជាលោភៈទោសៈមោហៈជាដើម and attaining liberation ឲ្យបានសម្រេចបានរួចរដោះវិមុត្តិនេះគេចេញការឈូកសោនឹងរួចណា liberation ខាងក្រោមគេដាក់ resolve progressive liberation and nibbana នឹងភាសាអង់គ្លេសឲ្យមកបានដាក់ភាសាខ្មែរដែរអាចមានកំហុសអក្សរខ្លះញាតិញោមមើលទៅបរិញ្ញា3គឺបញ្ញាកំណត់ដឹងតកតងខណ្ឌ5ឬនាមរូបផ្លូវវិបស្សនាញាតបរិញ្ញា
បញ្ញាដែលកំណត់ដឹងនៅរូបធម៌នាមធម៌ក៏អញ្ចឹងមានដូចនៅក្នុងរូបធម៌មាន form ដល់ពេលនាមធម៌គឺមាន4ហ្នឹង feeling perception mental formation consciousness តែតងវេទនាសញ្ញាសង្ខារវិញ្ញាណដែលជានាមនៃរូបណាកំណត់ដឹងពីហេតុបច្ច័យនិងទំនាក់ទំនងនេះទៅតាមន័យបដិច្ចៈហ្នឹងទី2គឺតៃណបញ្ញាបញ្ញាដែលពិចារណាឬក៏ដែលអង្កេតពិនិត្យណានេះលោកគេគូរូបមកទំនងដែរវាអនិច្ចំមិនទៀងទុក្ខំជាទុក្ខនេះទុក្ខហ្នឹងហ่ะអនត្តានឹងនេះមិនមែនជារបស់ខ្លួនគ្រប់គ្រងអត់បានឃើញវាតិចទីអស់ហ្នឹងណាហើយទី3បហានៈបញ្ញាហ្នឹងគឺបញ្ញាដែលលះបង់ឬក៏បហាបង់គេគូអាវុធដាវនេះកាត់ផ្ដាច់នៅចង្វាក់ច្រវាក់មិនមែនចង្វាក់ច្រវាក់នៃសង្សារវដ្តពេលដូចជាកិលេសដែលចាក់ស្រេះរូបរិទ្ធអញ្ចឹងសំដៅលើនេះតណ្ហាឧបាទានដែលវាចងឆ្វាក់គ្នាដូចជាច្រវាក់អញ្ចឹងតណ្ហាឧបាទានកិលេសសវត្តៈនឹងឯងអញ្ចឹងបហានៈបញ្ញានេះគឺជាបញ្ញាមួយជាញាណមួយដែលអាចបហាបង់នៅកិលេសបាននឹងកន្លែងនឹងញាតិញោមណាមិននឹងចូលមកសុភៅវិញមកកុំឲ្យឆ្ងល់អាត្មាធ្វើ slide ហ្នឹងបើញាតិញោមជាជំនួយស្អីទៅហៅញាតបរិញ្ញាហើយតៃរណបញ្ញា in other words in vipassana meditation first step must come first and then follow by the second អញ្ចឹងមានលំដាប់ណានៅពេលដែលចម្រើននៅវិបស្សនាហ្នឹងបើសម្រាប់ជាសម្រាប់ដំបូងឡើយគឺញាតបរិញ្ញាក្រោយមកទី2គឺតៃរណបញ្ញាបានទី3មកបន្តទៀតគឺបហានៈអីហ្នឹងwhich mean actual practice must be done only after intending yogi ហ្នឹងហើយអញ្ចឹងនៅពេលដែលយោគីណាយោគីវចរបាននៅបញ្ញាឬក៏ញាណ considerable knowledge ហ្នឹងគឺតកតងទៅនឹងញាណបាញ់មិញណាញាណដែលយើងហៅថាទៅតាមរយៈបរិញ្ញា3ហ្នឹងញាណអំពីខ្លះអំពីខន្ធហ្នឹងក៏សេខុសដែរមានឯកមួយទៀតខន្ធៈនិយាយអំពី 5 aggregate ណាបញ្ញខន្ធ5បញ្ញាអំពីអាយតនៈនិងអាយតនៈដូចជាភ្នែកជាច្រមុះអណ្ដាតកាយចិត្តហ្នឹងនិង six senses អាយតនៈសច្ចៈណាដូចតកតងនឹង four noble truths and បដិច្ឆសមុប្បាទៈ and when his view is essentially by hearing sermons from a reliable vipassana teacher ហើយទិដ្ឋិឬក៏ការយល់ឃើញរបស់យោគីវចរនោះណាពិសេសនោះគឺដោយការបានស្ដាប់នៅធម្មទេសនាអំពីអាចារ្យគ្រូអាចារ្យវិបស្សនាដែលគួរឲ្យទុកចិត្តបាន free from ក៏អាចរួចរដោះអំពីណាមិច្ឆាទិដ្ឋិ undesirable wrong view គឺមិច្ឆាទិដ្ឋិដែលមិនជាទីប្រាថ្នា it is worthy of note that the elimination of tithi can be done by 3 steps ចឹងកន្លែងនេះគួរឲ្យកត់សម្គាល់ដែរជាចំណុចដែលយើងគួរកត់សម្គាល់ថាការប្រហារបង់ឬក៏បន្តបង់ចោលនៅមិច្ឆាទិដ្ឋិនេះអាចធ្វើទៅបានមាន3លំដាប់3ជំហានណា A by hearing the teaching of a reliable teacher ចឹងពេលដែលយើងបានស្ដាប់ធម៌អំពីគ្រូពីសំណាក់គ្រូអាចារ្យណាមួយដែលអាចទុកចិត្តបាននឹងក៏អាចធ្វើយើងថាកំចាត់បងនៅមិច្ឆាទិដ្ឋិបានដែរអាស្រ័យការស្ដាប់ធម៌ណានឹងទី2 this is called ញាតបរិញ្ញាដូចលំដាប់ទី1អញ្ចឹងលោកហៅថាញាតបរិញ្ញាហ្នឹងគឺពេលដែលក្រោយស្ដាប់ធម៌ពីគ្រូវិបស្សនាណាមួយទៅយើងអាចស្គាល់នាមរូបអញ្ចឹងយើងមានការកំណត់ដឹងយើងញែកណានាមណារូបណាហើយក៏បដិបត្តិទៅតាមហ្នឹងទៅពិនិត្យមើលតាមលក្ខណៈធម៌ហ្នឹងទៅទី2 by entering into actual practice តៃរណបញ្ញាដោយការពិចារណាដោយការពិសោធន៍ផ្ទាល់យើងហៅតៃរណៈហ្នឹងដោយការទីថា self investigation នេះ entering into actual practice ដោយការអនុវត្តផ្ទាល់ឬក៏ពិសោធន៍ផ្ទាល់ដល់ទី3 C by thoroughly uprooting បហានៈបរិញ្ញាអញ្ចឹងកម្រិតទី3ដែលហៅថាបហានៈគឺការណាកោះរំលើងតែម្ដងណា by thoroughly uprooting គឺកោះរំលើងឬក៏បហាបង់ចោលទាំងស្រុងផ្ដាច់ជាសមុច្ឆេទ
These are also known as តទាំងកៈបហានៈ វិខម្បនៈបហានៈ and សមុច្ឆេតៈបហានៈ អញ្ចឹងក៏តកតងនឹងពាក្យ3ទៀតអាត្មាធ្វើតារាងឲ្យមើលហ្នឹងតកតងទៅនឹងការលះបង់3កម្រិតញាតិញោមមើលទៅមាននៅក្នុង slide អស់ហើយការលះបង់3កម្រិតបហានៈណា three levels of abandoning defilements ហៅថាបហានៈ a progressive process in vipassana meditation នឹងគឺជាការរីកចម្រើនឬក៏ដំណើរការដែលបដិបត្តិវិបស្សនាចឹងអាចលះបង់នៅក្នុងកម្រិត3បានទីហោតែកិលេសខ្លះតែទាំងកបហានៈយើងមិនទាន់បានកម្ចាត់ទាំងស្រុងបានទេញាតិញោមមានលេសច្រើនទៅខ្ញុំសុំសិលជាសុំសិលធម៌ជាចម្រើនដែរប៉ុន្តែលះមិនទាន់បានទេលោកភ័ក្រអីបានមកគណៈអីចឹងណាចឹងតែទាំងកបហានៈហ្នឹងបានតែមកគណៈអញ្ចឹងទៅពេលមានសតិក៏បហាបង់បន្តពាក្យបហាបង់គាត់ថាយើងទប់ស្កាត់បានមួយផ្លេតអញ្ចឹងទៅដល់ផ្លេចសតិមកទៀតហ្នឹងតែទាំងកបហានៈ momentary substitution អញ្ចឹងយើងគាត់ថាជួយខ្លួនឯងបានមកគណៈទេ temporary moment by moment displacement by maintaining mindfulness សតិ wholesome state displaces unwholesome state អញ្ចឹងតែទាំងកបហានៈនេះគាត់តែចំនួនទេពេលដែលមានសតិទៅកុសលវាកើតអញ្ចឹងដល់ពេលភ្លេចសតិអកុសលមកទៀតហើយអញ្ចឹងធម៌នឹងចំនួនទេលោកឧទាហរណ៍ដូចជា like a light bulb dispelling darkness ដល់ពេលដែលយើងមានពូលភ្លើងអញ្ចឹងណាឧទាហរណ៍ពេលញោមនៅក្នុងបន្ទប់ងងឹតអញ្ចឹងដល់ពេលយើងមានពូលភ្លើងមកជំនួសមកគាត់ទៅ switch on បើកកង្តាក់ភ្លើងមកភ្លឺចាស់ពេញបន្ទប់ពេលហ្នឹងណាពន្លឺហ្នឹងត្រូវមកជំនួសភាពងងឹតណាដោយសារតែយើងមានពូលនឹងឯងមានប្រតិបនឹងឯងណាអញ្ចឹងវាបានមកគណៈទេពេលដែលយើងបិទពូលទៅងងឹតហ្នឹងមកវិញទៀតដល់ទី2ណាវិខម្បនៈបហានៈហ្នឹងគឺ suppression គឺសង្កត់សង្កិនលោកប្រៀបឲ្យដូចជានេះដូចយើងយកដុំថ្មទៅសង្កត់ស្មៅឬក៏ដើមឈើអញ្ចឹងគាត់ថាវាត្រុតត្រោមរយៈពេលអាចវែងអញ្ចឹងទៅទីគាត់ថាដូចយើងមានពាងទឹកធំមួយហើយយើងដាក់នៅលើស្មៅអញ្ចឹងណាហើយស្មៅជុំវិញហ្នឹងដោះល្អទាំងអស់អញ្ចឹងប៉ុន្តែស្មៅនៅក្រោមពាងហ្នឹងវាត្រោមទៅវាស្លោកអីចឹងទៅប៉ុន្តែវាអត់បានដាច់ឬគល់ទេគ្រាន់តែត្រោមទេញាតិញោមណាអញ្ចឹងកិលេសហ្នឹងវាមានពេលខ្លះយើងបហាបង់ដោយវិខម្បនៈហ្នឹងដែរយើងលោកហៅថា long term suspension through deep meditative concentration សមាធិឬក៏ចហានៈ defilements are render inactive ពេលហ្នឹងកិលេសវាអត់សូវសកម្មទេដោយសារតែយើងបានធ្វើឲ្យវាត្រោមក៏ធ្វើឲ្យវាត្រោមដោយមានសមាធិឬក៏ដោយការចម្រើនឈានពេលដែលបុគ្គលចូលឈានសម្រាប់ឈានទៅមានសមាធិយូរសំលមមអាចឲ្យកិលេសហ្នឹងត្រោមវាអត់សូវសកម្មកិលេសហ្នឹងវាដូចភ្នំភ្លើងអញ្ចឹងពេលដែលវាអត់ទាន់ផ្ទុះភ្នំភ្លើងហ្នឹងមិនមែនមានន័យថាអត់មានទេវាមានភ្លើងនៅក្រោមស្រទាប់ដីហ្នឹងប៉ុន្តែវាដេកសង្ងំវាដេកសង្ងំដោយសារមានស្អីមកសង្កត់វាហ្នឹងដោយកិលេសអញ្ចឹងมันប្រកាសថាអត់មានទេតែយើងកេះត្រូវកន្លែងផ្ទុះបឹងអញ្ចឹងទៅបានដឹងថានៅមានយើងលោកឧទាហរណ៍ដូច like a heavy stone pressing down on which ហ្នឹងដូចជាថ្មដែលសង្កត់នៅលើមើមឈើស្មៅឈើអញ្ចឹងដេកសង្កត់នេះដូចរូបគូគេគូអញ្ចឹងគឺពុទ្ធរូបគង់នៅលើមើមឈើហ្នឹងក៏សង្កត់ឲ្យវាស្លោកដល់ទី3នេះបានសមុច្ឆេតណាសមុច្ឆេតបហានៈ eradication អាហ្នឹងគឺបហាបង់ទាំងស្រុងតែម្ដងដោយអីដោយមគ្គញ្ញាណមគ្គញ្ញាណ supramundane insight គឺជាណាបញ្ញាថ្នាក់លោកុត្តរៈ supramundane នេះ like a completely uprooting and destroying with លោកប្រៀបឲ្យដូចជាយើងទៅគាស់រំលើងផ្ដាច់ឬកែវនៃដើមឈើឬក៏ដុតបំផ្លាញប្រើភ្លើងដុតឲ្យវាស្លាប់ទាំងស្រុង absolute permanent destruction through supramundane insight មគ្គញ្ញាណ defilement never return ហ្នឹងគឺកិលេសលែងត្រឡប់មកវិញហើយដោយប្រើនៅអាវុធដើម្បីប្រហារបង់នៅកិលេសអាវុធហ្នឹងគឺស្អីគឺមគ្គញ្ញាណគឺការសម្រេចបាននៅវិជាថ្នាក់មគ្គផលក៏ថ្នាក់មគ្គផលដោយ
អំណាចនៃចិត្តដែលបានឆ្លងទៅកាន់លោកុត្តរៈនេះគឺជាឧទាហរណ៍នៃសមុច្ឆេទៈដែលត្រូវបហាបង់ដាច់ទាំងស្រុងឧទាហរណ៍ដូចការសម្រេចនៅមគ្គផលទាំង4អញ្ចឹងមានលំដាប់អញ្ចឹងសកតិសោតាបានប្រមាណសកតិបានប្រមាណអនាគាបានប្រមាណដល់អរហត្តបានអស់នឹងសមុច្ឆេទៈដាច់ទាំងស្រុងអញ្ចឹងទៅនេះល្អដែររូបភាពនេះខ្ញុំណាហ្នឹងហើយអាចងាយយល់យកមកសិក្សាឃើញព្រះអង្គកាន់អាវុធហ្នឹងអត់អីទេគ្រាន់តែជារូបភាពកុំឲ្យកាន់យកជាអារម្មណ៍អីផ្សេងក៏ជាឧទាហរណ៍នៃអាវុធគឺមគ្គញ្ញាណឬក៏លោកុត្តរចិត្តដែលបហាបង់នៅកិលេសបានអញ្ចឹងខ្ញុំបងនេះភាសាខ្មែរអាចការបកប្រែមិនត្រូវទាំងស្រុងទេតែអាចយល់បានកម្រិតទាំង3នៃការលះបង់កិលេសដំណើរវិវត្តលំដាប់លំដោយក្នុងការអនុវត្តវិបស្សនាកម្មដ្ឋានទៅទាំងកបហានៈវិខម្បនៈបហានៈសមុច្ឆេទៈបហានៈចឹងដូចមកពយល់អស់ហើយនឹងឥឡូវទៅមួយទៀតសិន This can be done by learning Padiccasamuppada. Secondly, the mere exercise of inbreathing and outbreathing without further switching on to the contemplation on arising and perishing anicca-nupassana. Anicca-nupassana is not conducive to attaining even sajjanulomika jnana. Sajjanulomika jnana តែអាត្មាបានធ្វើតារាងដែរហ្នឹងសច្ចានុលោមិកញ្ញាណៈតែភាសាខ្មែរខុសច្រើនតិចណាសច្ចានុលោមនេះស្អោលោស្អោសច្ចានុលោមិកញ្ញាណមើលឡាតាំងស្រួលមើលសច្ចានុលោមិកញ្ញាណៈគឺញាណដែលអនុលោមតាមសច្ចៈណាញាណអនុលោមទៅតាមសច្ចៈសច្ចៈហ្នឹងគឺសច្ចៈ4ហ្នឹងហើយអនុលោមហ្នឹងគឺស្របតាមឬក៏ according to ពាក្យខ្មែរគេថាសម្រួលចិត្តចូលទៅកាន់ព្រះនិព្វានសម្រួលចិត្តឬក៏សម្រួលចិត្តណាសម្រួលចិត្តមុតជាងសម្រួលចិត្តចូលទៅកាន់ព្រះនិព្វាននេះគួរចាប់អារម្មណ៍ញាតិញោមពាក្យនេះគឺស្ថិតនៅក្នុងវិបស្សនាញាណទាំង16ត្រង់សច្ចានុលោមិកញាណនេះលោកមានពយលណាលោកមានពយលបន្តិចអាត្មាមើលតិចហ្នឹងណាអញ្ចឹងសច្ចានុលោមិកញាណមានកំណត់ដឹងនៅត្រៃលក្ខដែរនៅចាំងទុក្ខអនត្តាអញ្ចឹងទៅនេះពីគូព្រះនិព្វានខ្ញុំអ្នកមានផ្លូវទៅទីរកផ្លូវទៅព្រះនិព្វានអត់ឃើញអ្នកមកមើលនេះជារូបភាពជា image មួយយើងកាន់យកគាត់ជាគំនិតទេណាមិនព្រះនិព្វានមានអីមានរាជវាំងមានអគារស្អាតអញ្ចឹងទេណា AI គូឯងព្រះនិព្វានមិនមែនជាឋានទេណាតិចថាមានជីវិតរស់នៅទៅឃើញរូបអញ្ចឹងកុំឲ្យយល់ច្រឡំគ្រាន់ថាជាគំនិតមួយព្រះនិព្វានមានផ្លូវមានបដិបទាដែលអាចទៅបានគឺអរិយមគ្គអង្គ8ហ្នឹងឯងជាផ្លូវទៅនិព្វានណាហ្នឹងឯងសមាទិដ្ឋិរហូតដល់សមាធិហ្នឹងលក្ខណៈពិសេសលះបង់សេចក្តីប្រកាន់មាំមិនត្រេកអរមិនខឹងទៅទៀតនៅផ្លូវទៅកាន់និព្វានអត្ថប្រយោជន៍នេះកន្លែងនេះអនុលោមតាមអរិយសច្ចៈ4ដោយសច្ចៈ4មានទុក្ខសមុទយៈនិរោធហើយមគ្គៈគេគូរូបមួយអញ្ចឹងទៅពិចារណាត្រឡប់ទៅត្រឡប់មកសច្ចានុលោមិកញ្ញាណៈហើយបាននេះកោត្រភូញាណចូលមគ្គញាណលោកុត្តរៈអញ្ចឹងមានន័យថាសច្ចានុលោមិកញាណនេះជាលោកយៈនៅឡើយទេប៉ុន្តែបានញាណនឹងឯងគឺជាស្ពានដើម្បីចម្លងចូលទៅលោកុត្តរៈជាស្ពានចម្លងហើយលោកដាក់ថាបន្ទាប់ពីសច្ចានុលោមិកញាណហើយកោត្រភូញាណតែម្ដងណាកោត្រភូញាណណាចូលលោកុត្តរៈឯងអញ្ចឹងកន្លែងហ្នឹងគេថាជាស្ពានចម្លងពីលោកីទៅកាន់លោកុត្តរៈដូចជា bridging between លោកយៈទៅលោកុត្តរៈអញ្ចឹងណាហ្នឹងឯលោកយៈញាតិញោមរៀនអភិធម្មយល់ហើយពីចិត្ត81ដែលជាលោកយៈហើយនឹងលោកុត្តរៈ8អញ្ចឹងពុទ្ធជនឆ្លងចូលទៅអរិយបុគ្គលចង់និយាយអញ្ចឹងណានឹងល្អដែរ AI គេ design មកអញ្ចឹងអាចចាប់សេចក្តីបានញោមបើសច្ចានុលោមិកៈហ្នឹងមិញហើយមាន frame ខ្មែរទៀតណាដាក់ frame ខ្មែរគូក្បាច់ឲ្យនឹងស្អាតអូអញ្ចឹងកន្លែងនេះលោកបញ្យល់ថានេះអាចសម្រេចបានដោយការសិក្សានៅបដិជ្ជសមុប្បាតទី2ការវិធីអនុវត្ត
ឬការបដិបត្តិនៅអាណាបាណនៃខ្យល់ចេញខ្យល់ចូលដោយមិនមានការឡើងទៅកាន់ហៅថាឡើងទៅកាន់ឬក៏មិនមានការដូរអារម្មណ៍ទៅវិបស្សនា contemplation on arising and perishing ទៅគាត់ថាបដិបត្តិចម្រើននៅអាណាបាដឹងទៅហើមចេញទៅហើមចូលតែយើងអត់ដូរអារម្មណ៍ទៅកាន់លក្ខណៈការដលុតនៃវិបស្សនាទេអនិច្ចំ contemplation on arising and perishing ឬក៏អនិច្ចានុបស្សនានិយាយអំពីការកើតលុតណាមិនទៀងទាត់ថ្ងៃ it's not conducive to attaining even សច្ចានុលោមិកញ្ញាណវាថាបើសិនបើយើងអត់ដូរអារម្មណ៍មកកាន់ការពិចារណានៅធម៌នៃការលុតទេគឺมันអាចសម្រេចសំបីតែសច្ចានុលោមិកញ្ញាណអញ្ចឹងណាសច្ចានុលោមិកញ្ញាណគឺញាណដែលបានសម្រេចស្របទៅតាមអរិយសច្ចៈទាំង4ណាបងហ្នឹងគឺជាវិបស្សនាញាណមួយណា in like manner merely noting of mental or physical movements without observing or contemplating on arising and passing away of nama or rupa is merely សញ្ញាបល័យលតាំងសេអត់សូវត្រូវយើងកាត់យល់ទៅសញ្ញាដូចគ្នានេះដែរដោយគ្រាន់តែកត់កំណត់ដឹង noting គាត់នៅកំណត់ដឹងនៅ mental physical movement គឺការប្រព្រឹត្តទៅឬក៏ចលនានៃកាយហើយនឹងចិត្តហ្នឹងដោយគ្មានការពិចារណាទៅលើការកើតរលត់នៃនាមរូបទេវាគ្រាន់តែជាសញ្ញាប៉ុណ្ណោះនេះលោកចង់និយាយយ៉ាងថាការដែលចម្រើនធម៌យើងដូចថាយើងកំណត់ព្យាយាមកំណត់ដឹងនៅនាមរូបកាយចិត្តអញ្ចឹងណាវេទនាអីផ្សេងៗអញ្ចឹងទៅកំណត់នៅនាមរូបប៉ុន្តែការកំណត់ដឹងហ្នឹងយើងអត់បានចង់ទៅលើលក្ខណៈនៃការកើតនឹងអលុតណាខ្វះកន្លែងត្រៃលក្ខហ្នឹងអត់កំណត់ដឹងនៅការកើតអលុតទេអញ្ចឹងការកំណត់ហ្នឹងបានត្រឹមតែសញ្ញាប៉ុណ្ណឹងឯងគាត់ថាយើងសម្គាល់គាត់ថាយើងចំណាំប៉ុណ្ណឹងប៉ុន្តែវាអត់ប្រព្រឹត្តទៅជាវិបស្សនាទេលោកចង់និយាយអញ្ចឹងទាំងការកំណត់បែបហ្នឹងគឺជាសញ្ញាគាត់សម្គាល់ធម្មតាវាសញ្ញាគឺសម្គាល់ឬក៏ការចងចាំ memory perception មហាធេរៈមោគសយាដ laid great stress on arising and passing away អនិច្ចំទុក្ខអនត្តាណាព្រះមហាថេរសយាដមោគហ្នឹងគឺលោកផ្ដោតសំខាន់ទៅលើធម៌ការដលត់គឺត្រៃលក្ខនឹងឯង Vipassana when meditation or contemplation is centered on arising and passing away of khandha mean the 5 aggregates or components so it naturally follows that where there is no meditation or contemplation on arising and passing away it is not 100% vipassana ចឹងវិបស្សនានៅពេលដែលណាសមាធិឬការចម្រើនសមាធិនោះគឺ center គឺថាផ្ដោតជាគោលហ្នឹងគឺផ្ដោតទៅលើសភាវៈដែលកើតនឹងរលត់នៃខណ្ឌណានៃខណ្ឌ5អាហ្នឹងហើយគឺជាស្នូលនៃវិបស្សនាគឺពេលដែលយកភាវចរចម្រើនតែងតែយកអង្គធរហ្នឹងមកកំណត់ដឹងគឺកំណត់ដឹងនៅការកើតរលត់នៃខណ្ឌដូច្នេះជាទូទៅណា naturally follow that ជាទូទៅគឺថាកន្លែងណាដែលមាន where there is no meditation កន្លែងណាដែលពុំមានការចម្រើននៅលក្ខណៈកើតរលត់ទេនោះមិនមែនជាវិបស្សនា 100% ឡើយ it is incomplete and incomprehensive without samudaya and vaya as expounded in Satipatthana ចឹងវាអត់បរិបូរណ៍ទេ incomplete វាអត់ពេញលេញហើយវាអត់ចំ incomprehensive ហ្នឹងវាមិនបរិបូរណ៍ទេចំណេះដឹងហ្នឹងដោយមិនមានដែលប្រឆាចនៅសមុទយៈ and វយៈគឺលក្ខណៈកើតរលត់មិនកំណត់ដឹងនៅការកើតនិងការរលត់ដោយបានសម្ដែងនៅក្នុងសតិប្បដ្ឋាន4ហ្នឹង it is the aim and object of Moko Vipassana Pianpue Alpwe Society for Propagation of Moko Vipassana to implement the propagation and revive and spread the two important doctrines that is Arija Sajja and Padecca Samuppada
នេះគឺជាគោលដៅឬក៏វត្ថុបំណងរបស់ចាដឬក៏វិជ្ជមណ្ឌលម៉ូកូកនេះជាពាក្យភូមិទេអង់គ្លេសគឺ Society for Propagation នេះគឺវិជ្ជមណ្ឌលម៉ូកូកវិបស្សនាដែលគេហៅថាខាង Department of Propagation ការផ្សព្វផ្សាយនៃវិជ្ជមណ្ឌលវិបស្សនាម៉ូកូកគឺលោកចង់អីគេគឺ to implement the propagation ចង់អនុវត្តការផ្សព្វផ្សាយហ្នឹងហើយនឹងធ្វើឲ្យរស់ឡើងវិញ revive and spread ហើយផ្សព្វផ្សាយទៅនៅទ្រឹស្ដីដ៏សំខាន់ទាំងពីរក្នុងពុទ្ធសាសនាហ្នឹងគឺអរិយសច្ចៈ4ហើយនឹងបដិជ្ជសមុប្បាទអញ្ចឹងគឺជាទាំងពីរទ្រឹស្ដីនេះគឺជា main objective របស់ Mogok Vipassana Center គឺលោកចង់ផ្សព្វផ្សាយឲ្យពុទ្ធបរិស័ទហ្នឹងរៀនសូត្រអំពីអរិយសច្ចៈ4ហើយនឹងបដិជ្ជសមុប្បាទចិត្តចប់ហើយនឹងគាត់ទៅ preface របស់អ្នកនិពន្ធណា Before conclusion, the writer wishes to express his sense of gratitude to the Venerable Sayadaw Titthila Akamahapanditta, who had kindly helped by way of reading an original Thai script and secondly the final proof. In fact, it is partly due to Sayadaw's reading of both original Thai script and final proof that English spellings of the Pali words are flawless and conform to the present-day international usage. Utan Tang, President, Society for the Propagation of Mogok Vipassana, Rangoon, Myanmar, September 11, 1967. ចឹងមុននឹងបញ្ចប់ចុងក្រោយនេះអ្នកនិពន្ធលោកនឹងសម្ដែងនៅការដឹងគុណដល់អគ្គមហាបណ្ឌិតលោកគ្រូជាដឧតិធិលៈហ្នឹងដែលលោកជួយអានជួយពិនិត្យទាំងការសរសេរឡើងវិញជាពិសេសហ្នឹងគឺលោកជួយអានទាំងcopy ដើម original Thai script ហើយ final proof នៅអានបញ្ជាក់ឡើងវិញទៀតជាភាសាអង់គ្លេសដែលធ្វើឲ្យការអក្ខរាវិរុទ្ធហ្នឹងមានភាពល្អមិនមានកំហុសហើយជារបស់លោកមុនអត់មានកំហុសទេប៉ុន្តែអ្នកយកមក typing ក្រោយនេះខុសច្រើនបន្តិចអង់គ្លេសមានកោតតែបល័យលតាំងមានខុសអង់គ្លេសមួយដែរណាអីទេ flawless and conform to the present day អញ្ចឹងគឺលោកទៅសេតាំងពីឆ្នាំអ្នកនិពន្ធនេះគឺសរសេរ September 11 ឆ្នាំ1967ចាប់ហើយឥឡូវចូលដល់ខ្លឹមសារយើងហើយយកមានឥឡូវតទៀតសិនណាបងនៅគាត់នៅ preface គេសូមឱកាសមួយទៀតបងមេរៀននោះមានបកប្រែទេពងបកប្រែហ្នឹងហ្នឹងកណាលោកចាពងបកប្រែហ្នឹងហើយពីមុនអត់មានបកប្រែទេអត់មានគេបកប្រែអញ្ចឹងហើយបានថ្មយកមកបកប្រែណាពេលថ្នាក់យើងចាប់ទៅមានសភៅបកប្រែហ្នឹងហើយយើងពងបកប្រែខ្ញុំបងកណាអរគុណទេតែកន្លែងណាអត់សូវសំខាន់អញ្ចឹងថ្មមិនសូវសង្កត់ធ្ងន់ទេទាំងដល់កន្លែងអង្គធរឬក៏ពាក្យណាធំមកធ្វើជាតារាងឲ្យញាតិញោមរៀនអញ្ចឹងណាហ្នឹងហើយញាតិញោមរៀនមើលអញ្ចឹងទៅហើយអូខេឥឡូវនេះចូលដល់សំខាន់ហើយចូលដល់ chapter 1ហើយពីមុនមិនតាន់ចូលខ្លឹមសារណាខ្ញុំគាត់អានអារម្មភកថាសភៅឯងអញ្ចឹងលោកលើកអំពីពុព្វហេតុហេតុអីបានជាសភៅនឹងសំខាន់ហេតុអីបានជាការសិក្សាបដិជ្ជសមុប្បាទហ្នឹងមានសារៈសំខាន់អញ្ចឹងញាតិញោមបានឃើញហើយគឺលោកបានរៀបរាប់ដំណើរដើមតោងប្រវត្តិរបស់ Lady Shadow លោកជាគ្រូដំបូងគេក្រោយសង្គ្រាមលោកលើកទី2មកញាតិញោមចាំហ៎បងខ្ញុំលោកលើកទី2មកគឺលោកបានចាប់ផ្ដើមផ្សព្វផ្សាយនៅការបង្រៀនពុទ្ធវចនៈឡើងវិញជាពិសេសលោកបង្រៀនគម្ពីរព្រះអភិធម្មដូចជាមហាបឋានយមកបដិជ្ជសមុប្បាទរិយសច្ចៈហ្នឹងធ្វើឲ្យធម៌ដ៏មានជម្រៅហ្នឹងបានជ្រួតជ្រាបទៅគ្រប់សត្វវណ្ណៈរបស់ប្រជាជនក្នុងសង្គមនោះដែលពីមុនធម៌ទាំងអស់នេះមានតែជាភាសាបាលីអញ្ចឹងភាគច្រើនគឺទៅដល់ត្រឹមតែប្រសង់ទេដែលលោកចេះបាលីសម័យ Lady Shadow មកគឺលោកបាននាំមកវិញនៅការសិក្សាពុទ្ធវចនៈនៅបរមត្ថធម៌ហើយបានដឹកនាំបដិបត្តិទៀតអញ្ចឹងហើយលោកជាបើគេរៀបរាប់អំពីពុព្វបរិសនៃវិបស្សនានៅភូមិនេះគឺប្រកាសជា Lady Shadow ហើយលោកជា first generation ណាថ្មមើលតារាងមួយនេះខាងមិនចាំដល់ going ការធ្វើគឺធ្វើអំពី lineage នេះពីកោតមបុត្តាមកពីពុទ្ធផ្ទាល់មកឆ្នាំ624មុនគ្រិស្តសករាជដល់ឆ្នាំ544ហើយបាននេះចូលមកដល់ទឹកដីភូមា
ណាពុទ្ធសាសនាបានហូរចូលទឹកដីភូមាក្រោយដែលសង្គ្រាមលោកមុននេះលោកបានប្រសូតតាំងឆ្នាំ1846ហើយលោកគង់បញ្ជននៅរហូតដល់1923អញ្ចឹងមុនសង្គ្រាមលោកលើកទី2ហ្នឹង Lady Shadow ក៏នេះ AI ហ្នឹងមិនមែនរូបពិតទេខ្ញុំប៉ុន្តែស្តៀងដែរគាត់ថាគេដាក់ AI មកស្តៀងដូចអ្នកសាជាបខិននេះឃើញធ្លាប់ឃើញរូបពិតហើយគួរអង្ការហើយបងបានតពី Lady Shadow មកបាននេះសយាតិតជីនេះសយាតិតជីពីឆ្នាំ1873 1945ហើយបន្តមកបានសយាជាបខិនសាជាបខិន1899ដល់1971មុនពលពតចូលតិចហ្នឹងគាត់ចែកឋានបានតគាត់មកបានសិស្សធំពីរគឺ Webu Shadow 1896ដល់1977ហើយបានគោអង្ការសិស្សចុងក្រោយគេហ្នឹងគឺ1924ដល់2013គាត់ចែកឋានណាបងដោយគោអង្ការក៏ធ្លាប់មកស្រុកខ្មែរដែរដូចឆ្នាំ90ជាង90ម៉ាន96 97អញ្ចឹងគាត់មកសន្និសិទហើយយើងបាននាំបច្ចេកទេសហ្នឹងមកស្រុកខ្មែរមានគ្រប់91ធ្វើសន្និសិទនៅចតុមុខទៀតក្នុងមុខនឹងមានលោកគ្រូតុងហាគេហ្នឹងលោកជាអ្នក founder មួយដែរដែលក្នុងការនាំមកស្រុកខ្មែរចេះតែគោលការណ៍ហ្នឹងនេះអាបានបកប្រែសភៅប្រកេនលោកមួយដែរលោកគ្រូពូតុងហាលោកសកុតបជន100ជាងខ្ញុំ104ណាទៅវត្តណាឡៅមកហ្នឹងហើយគាត់នាំចេះតែគោលការណ៍ចូលហ្នឹងហើយលោកបានពឹងអាត្មាឲ្យជួយបកប្រែសភៅរបស់លោកគ្រូវិបស្សនាជនជាតិភូមាមួយជនជាតិមូនភូមាឈ្មោះលោកគ្រូមែនទីនមូនដែលជា professor អភិធម្មរបស់អាត្មាគ្រូអភិធម្មផងគ្រូវិបស្សនាផងហើយគាត់ជា founder នៃវិជ្ជមណ្ឌលផាអោកតយៈ Forest Meditation Center នៅរដ្ឋមូនសប្តាហ៍ថ្ងៃហ្នឹងសភៅហ្នឹងឈ្មោះថាកម្ម The Real Creator បាទញាតិញោមមានឱកាសអានបានណែនាំបានទម្លាក់នៅក្នុង page បណ្ណាល័យចាំទម្លាក់ឲ្យពេលក្រោយក៏មានសភៅហ្នឹងគឺអូល្អញាតិញោមគួរអាននិយាយអំពីកម្មអ្នកសាងលោកកម្ម The Real Creator ហ្នឹងគឺវា relate ជាមួយនឹងសេចក្តីបដិជ្ជសមុប្បាតហ្នឹងហើយក៏រៀបរាប់ល្អណាស់មានឧទាហរណ៍បែបវិទ្យាសាស្ត្រក៏មានដោយសារគាត់ជាដុកទ័រផ្នែកគីមីវិទ្យាហ្នឹងហើយគាត់ធ្លាប់មករៀននៅអាមេរិកដែរខាង chemistry អូខេឥឡូវបន្តទៅទៀតណាញាតិញោមចូលដល់ខ្លឹមសារសំខាន់ chapter 1 what is បដិជ្ជសមុប្បាត Padicca Samuppada is Pali language a combination of three words that is Padicca means because of and dependent upon sang sam ហ្នឹងគឺ sang សំដែលជាសេសសំ sang means well upada means arising of effect through cause so dependent on cause there arises effect hence it is known in English as law of dependent origination or cycle of rebirth អ្វីទៅជាបដិជ្ជសមុប្បាតបដិជ្ជសមុប្បាតជាភាសាបាលីណាដែលគុំចេញពីពាក្យ3 combination of three words គុំចេញពី3ពាក្យពាក្យទី1គឺពាក្យថាបដិជ្ជមានន័យថាអាស្រ័យ because of ព្រោះតែអាស្រ័យដោយឬក៏ dependent upon ណា dependent upon គឺអាស្រ័យដោយផ្អែកលើអញ្ចឹងណាដូចថាចាំបញ្យល់ថាសាំងពាក្យថាសាំងមានន័យថាល្អឬក៏ព្រមណាឬក៏ថាប្រសើរសាំងបបបត្តិហ្នឹងអញ្ចឹងបូកចូលគ្នាទៅពាក្យមួយទៀតគឺឧបាទៈឧបាទៈមានន័យថាការកើតឡើង arising of effect ការកើតឡើងនៃផល through cause តាមរយៈហេតុណាឧបាទៈមានន័យថាការកើតឡើងនៃផលអាស្រ័យហេតុយល់ទេញោមណាការកើតឡើងនៃផលអាស្រ័យហេតុវាមានទំនាក់ទំនងគ្នារវាងហេតុហើយនិងផល so dependent on cause there arises effect អាស្រ័យលើហេតុក៏កើតឡើងនៅផលហេតុដូច្នេះ hence ហេតុដូច្នេះហើយ
it is known in English ជាភាសាអង់គ្លេសត្រូវបានគេហៅថា the law of dependent origination គឺជាទ្រឹស្ដីបត់នៃបដិជ្ជសម្បត្តិបាទឬក៏ថាការកើតអាស្រ័យគ្នាធម៌ដែលកើតអាស្រ័យគ្នាឬក៏ហៅថាធម៌ដែលកើតអាស្រ័យហេតុអាស្រ័យបច្ច័យអញ្ចឹងទៅក៏បានដែរណា dependent ហ្នឹងគឺអាស្រ័យអញ្ចឹងណាវាពឹងពាក់គ្នាវា everything in this universe cannot be separated they cannot be independent by themselves everything is interrelated one another right ហ្នឹងគឺនៅក្នុងចក្រវាឡនេះរូបធម៌ទាំងអស់ហ្នឹងអត់អាចប្របែកញែកចេញពីគ្នាទេវាតែងតែមានការផ្គុំឡើងជាមួយគ្នាប្រៀបដូចជាធាតុទាំង4អញ្ចឹងអត់អាចនៅក្នុងខ្លួនយើងហ្នឹងมันអាចថាមានតែធាតុមួយមានតែធាតុដីអត់ធាតុទឹកអត់ភ្លើងអត់បានទេ4ហ្នឹងត្រូវតែមាន at least វាមានបង្គំនៃខាងមហាពុទ្ធរូប4ហ្នឹងដីទឹកភ្លើងខ្យល់ជាដើមណាហ្នឹងហើយឬក៏ហៅថា cycle of rebirth បដិជ្ជសមុប្បាទនេះក្រៅពីយើងប្រែថាធម៌ដែលកើតអាស្រ័យគ្នាឬក៏ធម៌ដែលកើតអាស្រ័យហេតុយើងអាចប្រែថាជា cycle of rebirth មានន័យថាម៉េចគឺជាការវិលជុំនៃកំណើត cycle វាវិលចេះដែលយើងហៅពាក្យនេះថាភវចក្រភវៈហ្នឹងគឺ existence ឬក៏ការកើតឡើងភវៈភពហ្នឹងគឺការកើតឡើងណាហើយចក្រគឺកង់ភវៈចក្រកង់នៃសង្សារវដ្តយ៉ាងហើយបានជាមកកុសយាដរលោកបានគូតារាងនឹងឡើងនេះនេះជាគុណរបស់លោកមួយដែលលោកគូតារាងនឹងចេញមកធ្វើឲ្យអ្នកសិក្សាជាពិសេសយោគីណាយោគីវចរដែលបដិបត្តិសមាធិនឹងងាយយល់ពេលដែលខ្ញុំសិក្សាអង្គធម៌អស់ហើយខ្ញុំងាកមកមើលតារាងវិញគឺខ្ញុំចាំអត់ងាយភ្លេចទេស្រួលមើលអញ្ចឹងណាតែយើងកំពុងតែឆ្ពោះទៅរកចំណុចហ្នឹងហើយតិចទៀតទៅចេះមើលទាំងអស់គ្នាហើយហ្នឹងហៅថាភវៈចក្រឃើញដូចជាកង់ដូចជាកង់នៃរថយន្តណាបងគឺមូលអញ្ចឹងឯងសង្សារវដ្តហ្នឹងវាវិលអញ្ចឹងវាវិលអត់ឈប់ឈរ so this is the wheel of existence it's revolving you know on and on endlessly no ending as long as there's action bad or good then we will have to come back to enjoy that result endlessly the life just going on you know endlessly the world just moving on but the Buddha found the way to break the wheel of existence which means he can liberate himself from the round of rebirth បើយើងនៅតែវិលជុំដោយអំណាចនៃទៅតាមភវៈចក្រហ្នឹងមានន័យថាយើងនៅតែជួបទុក្ខឥតលហើយអញ្ចឹងញាតិញោមណានឹងអត់អាចរំដោះខ្លួនចេញពីសង្សារទុក្ខនឹងបានទេជីវិតហ្នឹងវាចូលដូចជើងចូលទៅក្នុងហ្នឹងជីវិតរាល់ថ្ងៃហ្នឹងវានៅក្នុងហ្នឹងនៅក្នុងហ្នឹងស្អីគេកង់ដែលវាវិលទៅវាមានអីអ្នកដឹកនាំមានអវិជ្ជានិងតណ្ហាហ្នឹងពួកយើងសិតតែស្ថិតនៅក្រោមអំណាចនៃកិលេសហ្នឹងអវិជ្ជាតណ្ហាហ្នឹងណាបង In the law of dependent origination there are 12 links which show the process of arising of a sentient being from one phenomenon to another in an endless chain of samsara ហើយសង្សារៈយើងប្រាប់លើពាក្យសង្សារៈឬក៏វដ្តសង្សារវដ្តពេលខ្លះយើងប្រើបូកយកនេះសង្សារវដ្តឬក៏វដ្តសង្សារ it's okay whatever term we use ចឹងនៅក្នុងទ្រឹស្ដីបទបដិជ្ជសមុប្បាទនេះលោកមានអង្គធម៌12 there are 12 link ដែលបង្ហាញអំពី process of arising បង្ហាញអំពីដំណើរនៃការកើតឡើង of a sentient being ការកើតឡើងនៃសត្វថ្វលោកsentient being គឺសត្វដែលមានជីវិត from one phenomenon to another ពីធម៌មួយទៅមួយពីធម៌នោះចាំថាពីបាតុភូតមួយទៅបាតុភូតមួយ from one place to another from one thing to another phenomenon ហ្នឹងបានបញ្យល់ពាក្យហ្នឹងប្រែថាសភាវៈលក្ខណៈក៏បានប្រែថាធម្មៈក៏បានដែរនឹងដែលយើងប្រើពាក្យថា physical phenomenon គឺរូបធម៌ណាដល់ mental phenomenon គឺនាមធម៌អូខេអញ្ចឹងទ្រឹស្ដីបដិជ្ជសមុប្បាទនេះមានអង្គ12ដែលបង្ហាញអំពីដំណើរនៃការកើតឡើងនៃសត្វថ្វលោកណាពីធម៌មួយទៅធម៌មួយទៀត in an endless chain
នៅក្នុងណាច្រវាក់ដែលនៃសង្សារវដ្តដែលគ្មានទីបញ្ចប់ endless chain ពាក្យ chain គឺច្រវាក់ដែលវាប្រទាក់គ្នាហ្នឹងហើយនៅក្នុងច្រវាក់នៃសង្សារវដ្តដែលគ្មានទីបញ្ចប់ញាតិញោមយល់ទេហើយខ្លីមកលោកចង់និយាយថាទ្រឹស្ដីបដិជ្ជសមុប្បាតនេះគឺជាការធ្វើបទបង្ហាញមួយឲ្យឃើញអំពីដំណើរនៃការកើតឡើងរបស់សត្វណាដំណើរនៃការកើតឡើងរបស់សត្វពីមួយទៅមួយពីមួយគណៈទៅមួយគណៈពីចំណុចមួយទៅចំណុចមួយនៅក្នុងសង្សារវដ្តដ៏វែងឆ្ងាយដែលរកទីបំផុតអត់ឃើញគង់វែងដល់អញ្ចឹងវែងក្នុងសង្សារវដ្តតែមិនដឹងថាយើងកើតប្រមាណលានជាតិដែរញាតិញោមយើងអត់ទាំងចាំហ្មង although it starts with avijja it is to be noted that avijja is not the first cause because samsara is beginningless ទោះបីជានៅក្នុងអង្គ12ហ្នឹងផ្ដើមដោយអវិជ្ជាក៏ពិតមែនប៉ុន្តែអវិជ្ជាមិនមែនជាហេតុទី1ទេមិនមែនជាហេតុដំបូងនៃសង្សារវដ្តទេយល់ទេញោមទោះបីជាចាប់ផ្ដើមដោយអវិជ្ជាក៏ដោយលើមើលតារាងឡើងវិញយើងឃើញនៅក្នុងហ្នឹងអវិជ្ជានិងតណ្ហាជាមូលនៃសង្សារៈ again នៅក្នុងអង្គទាំង12ហ្នឹងក៏ផ្ដើមដោយអវិជ្ជាដែរខ្ញុំសូមបង្ហាញតារាងមួយទៀតហ្នឹងហើយអញ្ចឹងនៅក្នុងអង្គធម៌ទាំង12ហ្នឹង so the 12 links you see the 12 link here so first start from avijja ignorance ណា even though it start with avijja but it doesn't mean that avijja is the first cause of samsara អញ្ចឹងណាញាតិញោមរោចំណុចផ្ដើមអត់ឃើញទេហេតុអីលោកបញ្យល់ត because samsara is beginningless ដោយសារសង្សារវដ្តនេះអត់មានចំណុចចាប់ផ្ដើមទេអត់មានចំណុចចាប់ផ្ដើមញាតិញោមអត់មានចំណុចចាប់ផ្ដើមយ៉ាងម៉េចទៅ the origin of beings revolving in samsara being clogged by avijja ignorance cannot be discovered ណាទាំងសាថ្មី the origin of being ការកើតឡើងដំបូងនៃសត្វលោកនេះវាវិលទៅវិលមកក្នុងសង្សារវដ្ត revolving វិលដោយកង់នៃរថយន្តដែលវិលអញ្ចឹងដោយរបស់ដែលវាវិលអញ្ចឹងញោមរកចំណុចចាប់ផ្ដើមឃើញរត់ឃើញវាពងវិលចេះឥឡូវដូចញោមពងវិលក្តារការ៉េមកៃពេលដែលយើងពវិលវាកំពុងតែវិលអញ្ចឹងញោមស្គាល់ចំណុចចាប់ផ្ដើមនៅកន្លែងណាទេច្អល់បានទេវាវិលអញ្ចឹងហើយរាល់ថ្ងៃនេះជីវិតរបស់យើងកំពុងរស់នៅអញ្ចឹងវាពងវិលអញ្ចឹងហើយយើងរកចំណុចចាប់ផ្ដើមឃើញអត់ទេហើយសង្សារវដ្តនេះបើយើងថាំងចាប់ផ្ដើមពីនេះមកកំណើតផែនដីប៉ុន្តែផែនដីมันមានតែឥឡូវណាមុននឹងយើងមកនៅផែនដីដែលហៅថាផតកັບនេះមានផែនដីនឹងប្រមាណលានដងពីមុនមកយើងរាប់បានយើងរកអត់ឃើញទេចឹង you know history may be traced back to some million years but what about before that million and million years យើងអត់ដឹងទេយើងអត់ចាំទេដូច្នេះគឺសង្សារវដ្តអត់មានទីបញ្ចប់ហើយក៏អត់មានចំណុចចាប់ផ្ដើម the origin of beings revolving in samsara being clogged by avijja ដើមកំណើតនៃសត្វលោកនេះគឺថាការវិលវល់នៅក្នុងសង្សារវដ្តនេះដោយណាគេហៅថាក្របសង្កត់ being clogged ហ្នឹងគឺថាមានអវិជ្ជាហ្នឹងក្របសង្កត់ ignorance ក្របសង្កត់ដែលมันអាចឃើញនៅពន្លឺឬក៏ឃើញនៅសច្ចធម៌ cannot be discovered រកអត់ឃើញទេបដិជ្ជសមុប្បាតៈ teaches the cycle of rebirth the cause is both the cause and effect alternately or to be more precise the cause becomes the effect and the effect in turn the cause in the universe of space and time វាត្រឡប់មកនេះវាអត់ដល់ចំណុចចាប់ផ្ដើមឃើញទេពីព្រោះហេតុคล้ายទៅជាផលហ្នឹងคล้ายទៅជាហេតុត្រឡប់មកហេតុផលហេតុនឹងធរហ្នឹងហេតុផលហេតុលោកថាបដិជ្ជសមុប្បាតបង្រៀនណាបង្រៀនយើងអំពីអីពី cycle of rebirth
để dây âm pí sang xa rạ nằng dây âm pí cá vơ chung này chiết cầm nát đại kmen tì bằng phật nhé hai is both the cause and effect hai nắng luôn ai nắng việc đa tuần tì pì hai nắng đa tua chỉ hai phong đa tua chỉ phật phong nhầm vô lấy hai nắng đa tua chỉ hai phong đa tua chỉ phật phong đời xa tái miền hát từ vị ai phật chẳng phật cả nó cả mà bị hạt cả đã sai hạt đừng chẳng hạt nắng ngon tới chỉ phật bây giờ hai đang ở lót tới phần tay về miền vì tạ tay những việc ban chia phải cháy chỉ tham một phần mối nhang áo ấy Paul mới tiết cạt lại chẳng là hai tới chỉ Paul tới chỉ hai alternatelyคือថាវាផ្លាស់ប្ដូរគ្នាត្រឡប់ទៅlầnអញ្ចឹង to be more precise និយាយឲ្យងាយយល់ឲ្យច្បាស់មកគឺថា cause become the effect ហេតុคล้ายទៅជាផល and the effect in turn ហើយផលនេះត្រឡប់មកវិញคล้ายទៅជាហេតុណា in turn the cause នេះ in turn មានថាវាត្រឡប់មកវិញហេតុហ្នឹងសំទោសផលហ្នឹងត្រឡប់ទៅជាហេតុវិញនៅក្នុងចក្រវាលនៃ space and time in the universe of space and time ណា space ហ្នឹងអីទេគឺអាកាសគឺជា location time គឺពេលវេលានៅក្នុងចក្រវាលដែលយើងរស់នៅហ្នឹងយើងហៅថា the universe of space and time អញ្ចឹងនៅក្នុងហ្នឹងវាមានហេតុផលហេតុដែលត្រឡប់ទៅលិនហើយដែលជាប់តាក់ទងគ្នាបានលោក លើកឡើងអំពីអង្គទាំង 12 របស់បដិជ្ជសមុប្បាទ the 12 links of បដិជ្ជសមុប្បាទ are as follow dependent on avijja ignorance depend អូខេឥឡូវអាអានដល់បល័យសិនចុះកុំឲ្យច្បោកច្បល់ច្រើន depend on avijja there arises sankhara អាស្រ័យដោយអវិជ្ជានាំឲ្យកើតសង្ខារ Number 2 depend on sankhara there arises vinyana អាស្រ័យដោយសង្ខារនាំមានឬក៏នាំឲ្យកើតវិញ្ញាណ dependent on vinyana there arises nama rupa វិញ្ញាណនាំឲ្យមាននាមរូប dependent on nama rupa there arises salayatana នាមរូបនេះនាំឲ្យមានសាលាយតនៈ depend on សាលាយតនៈ there arises phassa សាលាយតនៈនាំឲ្យមាន phassa dependent on phassa there arises វេទនាចឹងតមកទៀតមកអាស្រ័យដែលមាន phassa ក៏នាំឲ្យកើតនៅវេទនាហើយតទៀតមកវេទនានាំមានតណ្ហានាំមានឧបាទាននាំមានភវៈនាំមានជាតិ11ជាតិនេះនាំឲ្យមាននៅជារាមរណៈ12ណាជារាមរណៈហើយដល់ពេលនេះវាតដល់ពេលមានជារាមានសេចក្តីស្លាប់មកហើយណាមរណៈនឹងហើយក៏មានសោកៈបរិទេវៈទុក្ខៈណ៎មិនមែនសោមនោហើយតោមនោឌីអសឌីច្រឡំអញ្ចឹងអ្នកវាយហ្នឹងអូខេសោកៈបរិទេវៈទុក្ខៈតោមនសៈឧបាយាសៈអីគេហ្នឹងគឺសោកៈគឺសេចក្តីសោកមាន grief មានអីចឹងទៅ old age death sorrow ណាសោកៈនោះ sorrow បរិទេវៈ lamentation ទុក្ខៈ pain តោមនសៈ grief and ឧបាយាសៈ despair ណាហ្នឹងហើយគឺញោមយល់ហើយយើងមានតារាងតែបង្ហាញចាំមុនញោមចាំអស់ហើយមើលទៅនេះ original file អង្គធម៌ទាំង12ហ្នឹង so please learn by heart the 12 links of បដិជ្ជសមុប្បាទ it is very important for your understanding in the future lesson so you have to remember what are the 12 links of dependent origination in Romanai Pali avijja sankhara vinyana nama rupa salayatana phassa vedana tanha upadana bhava jati chara marana soka pariteva tukkha domanasa upayasa okay these are the 12 and then ជាភាសាខ្មែរបាលីអវិជ្ជាសង្ខារាវិញ្ញាណនាមរូបសាលាយតនៈភាសៈវេទនាតណ្ហាបាទានភវៈជាតិជរាមរណៈសោកៈបរិទេវៈទុក្ខៈទោមនសៈឧបាយាសៈហើយភាសាខ្មែរអញ្ចឹងទៅអវិជ្ជាហ្នឹងស្អីគេខ្មែរសេចក្តីមិនដឹងល្ងងសំដៅដល់មោហៈ
English ignorance delusion ដែលសំដៅទៅលើអវិជ្ជានឹងហើយសង្ខារៈគឺចេតនាកម្មចេតនាដែលជាតួកម្មនឹងគេហៅថាសង្ខារគឺមានការតាក់តែងឬក៏ប្រជុំតាក់តែងអង់គ្លេសហៅថា volitional action ឬក៏កម្ម formation ឬក៏ mental formation mental fabrication មានពាក្យច្រើនសង្ខារនេះហើយវិញ្ញាណគឺការដឹងនៅអារម្មណ៍សំដៅដល់ចិត្ត consciousness ហើយនាមរូបគឺកាយរូបកាយហើយនឹងចិត្តនឹងឯង mind and matter physical and mental phenomena សាលាយតនៈមានសំដៅទៅលើយតនៈទាំង6គឺ eye ear nose tongue body mind sixfold sense base ហើយភាសាគឺការប៉ះទប់នៃអារម្មណ៍ contact touch ឬក៏ sense impression វេទនាការសោយអារម្មណ៍ sensation of feeling ការជាប់ជំពាក់លោភៈ craving attachment thirst desire ឧបាទានសេចក្តីប្រកាន់មាំក្នុងអារម្មណ៍ clinging ឬក៏ grasping ប្រវៈភពឬក៏អត្តភាពដំណើរកើតឡើងនៃជីវិតហៅថាប្រវៈអង់គ្លេសហៅថា becoming ឬក៏ existence ប្រវៈជាតិកំណើតការកើតឡើងនៃខណ្ឌអង់គ្លេសហៅថា birth ជារាមរណៈចាស់ទ្រុឌទ្រោមនិងសេចក្តីស្លាប់ decay and death បានសោកៈបរិទេវៈ sorrow lamentation សេចក្តីសោកសេចក្តីសឹកសួលទុក្ខៈ pain គឺលំបាកកាយទោមនស្សៈលំបាកចិត្តអង់គ្លេសហៅ grief យ៉ាងទៅឧបាយសៈ despair សេចក្តីចង្អៀតចង្អល់ចិត្តអេវ៉ាន់តោះណាញោមក ណាបងគ្រូចាបងគ្រូកណាសូមឱកាសទូសួរកន្លែងបន្តិចកណាឃើញព្រះអង្គលើកឡើងមានអង្គធម៌ទាំង12ហ្នឹងប៉ុន្តែកណាអត់ឃើញមានទោសៈក្នុងហ្នឹងព្រោះឯទោសៈហ្នឹងក៏ជាកលេសមួយដែរបងគ្រូមិនក៏ព្រះអង្គលើកតែតណ្ហាមកនិយាយនៅក្នុងបដិច្ចសមុបាទនៅក្នុងហ្នឹងមានអ្នកចាំមើលចាំមកបង្ហាញតារាងទៅយល់ហើយប៉ុន្តែអង្គទាំង12នេះគឺលោកនិយាយពីអង្គនៃបដិច្ចសមុប្បាតទេមិនមែននិយាយអំពីកិលេសទាំងអស់ទេប៉ុន្តែនៅក្នុងហ្នឹងវាមានកិលេសវត្តៈមានកិលេសវត្តៈណាកិលេសវត្តៈហ្នឹងមានដូចជាអវិជ្ជាតណ្ហាដែលចាត់ចូលជាកិលេសវត្តៈហើយលោកនិយាយនេះលោកនិយាយអំពីហេតុនៃសេចក្តីទុក្ខណាព្រោះអវិជ្ជានិងតណ្ហាហ្នឹងគឺជាមូលរបស់វត្តៈអញ្ចឹងមូលរបស់វត្តៈអ្វីទៅដែលជាប្រភពនាំមានកំណើតគឺហេតុចិត្តដែលនាំឲ្យមានសង្សារវដ្តហ្នឹងគឺតណ្ហាគឺក៏លោភៈមិនមែនទោសៈនាំឲ្យកើតទេទោសៈយ៉ាងម៉េចគឺវាបដិខៈវាប្រឆាំងហ៎ប៉ុន្តែលោភៈទេដែលតោងដែលច្បាមដែលចង់មកទៀតណានតិរាគៈសហកតាហ្នឹងធម្មចក្រលោកសំដែងគឺស្អីទៅដែលតភពមិនឲ្យដាច់ជាតែ you know when we die then we again becoming coming back to birth ដោយសារយើងមានលោភៈមានចិត្តជាប់ជំពាក់ចង់កើតទៀតពីហៅថាដូចអ្នកធ្វើបុណ្យអញ្ចឹងដល់ពេលអត់យល់ប្រាថ្នាឲ្យកើតទៀតសូមឲ្យខ្ញុំកើតជាតិក្រោយហ្នឹងដោយអំណាចនៃការធ្វើទៀតសូមខ្ញុំខ្លាចជាអ្នកមានអញ្ចឹងទៅណាប្រាថ្នាអញ្ចឹងមិនមែនទោសៈដែលជាហេតុនាំឲ្យកើតទេនាំឲ្យមានសង្សារវដ្តទេប៉ុន្តែលោភៈនេះគឺជាហេតុណាគឺជាហេតុចិត្តនៃសង្សារវដ្តជាមូលរបស់សង្សារវដ្តអញ្ចឹងហើយបាននៅក្នុងនេះឃើញលោកលើកអំពីលោភៈអញ្ចឹងលោកមិនបានលើកអំពីទោសៈក៏ពិតមែនណាប៉ុន្តែដោយសារនៅក្នុងទ្រឹស្ដីបត់នៃបដិច្ចសមុប្បាតលោកនិយាយអំពីហេតុនិងផលរបស់ធម៌ដោយជាក់ស្ដែងក្នុងទីនេះគឺនិយាយអំពីសង្សារវដ្តកើតអំពីកន្លែងណាកើតមកពីអីអត់មានចំណុចចាប់ផ្ដើមមែនប៉ុន្តែយើងឃើញមូលឬកែវដែលនាំឲ្យវាដោះហ្នឹងសារមានតណ្ហាមានលោភៈហើយតលោភៈហ្នឹងវាមិនកើតតែឯងទេហ្នឹងវាមានហេតុដែលនៅពីក្រោយហ្នឹងគឺអវិជ្ជាបើសិនជាអត់មានអវិជ្ជាត្រាស់ដឹងហើយហ្នឹងត្រាស់ដឹងប៉ុន្តែសារមានអវិជ្ជាហើយបានវាមានលោភៈធ្វើជាប់ជំពាក់ហ្នឹងណាអញ្ចឹងណាយល់ទេណាកណាយល់កណាអរគុណទៀតលោកអាចារ្យទុកតោមនោសបាយាសៈសពវន្តិនោះនៅខាងក្រោយហ្នឹងហើយទោសៈអស់នៅពេលដែលមានជាតិហើយនឹងវាកើតតាមក្រោយហ្នឹងហើយទុកនឹងកើតឡើងនៅពេលចិត្តស្លាប់ទៅវិញយើងថែមយើងកើតទុកព្រោះយើងស្ដាយនៅជីវិតរបស់យើងហ្នឹងឃើញយំហ៎ទុកតោមនោមិនពេញមិនចិត្តខកហើយជួបកំហឹងគ្រប់សពយ៉ាងហ្នឹងដោយសារអីតណ្ហាអត់ពេញចិត្តនឹងអ្វីដែលខ្លួនចង់បានមិនកើតទុកក៏មានចំណែនតូចចិត្តស្អិតទ្រូងខឹងសឹកខ្សួលហ្នឹងគឺតណ្ហាទាំងអស់ឥឡូវយើងគឺអត់ចំណែនអត់ស្រឡាញ់អត់ប្រចាំទោសៈក៏វាកើតដែរវាកើតតែកើតក្រោយ
កាត់ក្រោយហ្នឹងវាមិនមែនជាហេតុដើមទេហ្នឹងហើយវាមិនមែនជាហេតុដើមទេប៉ុន្តែហ្នឹងក៏មានដែរតោសៈកន្លែងតោមនស្សៈនេះតោមនស្សៈហ្នឹងគឺសេចក្តីលំបាកចិត្តណាដែលញោមនិយាយវាមានដែរប៉ុន្តែវាមិនមែនជាអង្គធរធំទេនៅក្នុងទ្រឹស្ដីបដិជ្ជសមុប្បាទនេះគឺដែលអាត្មាលើកមិញហ្នឹងគាត់សួរហ្នឹងដោយសារអវិជ្ជាវាអង្គធរវាបានដល់មោហៈណាដល់តណ្ហាអង្គធរបានដល់លោភៈអញ្ចឹងបើក្នុងបណ្ដាកិលេសធំ3លោភៈទោសៈមហៈក្នុងនេះវាឃើញមានតែមោហៈហើយនឹងលោភៈអញ្ចឹងតែว่าមានទោសៈអញ្ចឹងមកបានឆ្លើយដូចបាញ់មិញអញ្ចឹងនេះដោយសារទ្រឹស្ដីបដិជ្ជសមុប្បាទលោកបដោតសំខាន់ទៅលើហេតុនៃសង្សារវដ្តឬក៏រឹសកែវដែលនាំឲ្យជាតិកំណើតហ្នឹងវាជាបន្តទៅហេតុជាតិរបស់វាគឺការជាប់ជំពាក់នឹងឯងហើយធរលោភៈហ្នឹងដែលពិបាកលះជាងគេហ្នឹងតដល់រហ័តហ្នឹងហើយគាត់អាចកាត់ផ្ដាច់បានអនុស័យខ្លាំងណាស់អូខេណាញោមល្អសំណួរល្អ កណាសុំទូសួរមួយទៀតបងគ្រូតកតងមួយអង្គធរនឹងដដែលកន្លែងអវិជ្ជាហ្នឹងវាជាឫសគល់ហើយអវិជ្ជាកន្លែងនេះយើងអាចថាអវិជ្ជាខ្លួនឯងហើយនិងអវិជ្ជារបស់បុគ្គលដែលពាក់ព័ន្ធហ្នឹងវាអាចជាហេតុដែរអត់ទេបងគ្រូ វាពាក់ព័ន្ធប៉ុន្តែសំខាន់បើយើងអត់មានអវិជ្ជាទោះបីអ្នកអតីមានក៏មិនប៉ះពាល់យើងដែរដោយព្រះរហន្តអញ្ចឹងលោកអស់អវិជ្ជាទៅលោកមិននៅតែឯងទេណាលោកនៅជាមួយបុថុជនដែរប៉ុន្តែមានទៅប៉ះពាល់អីលោកតែចង់និយាយថាកិលេសហ្នឹងវាមិនអាចរៀលដាលដាក់គ្នាទេបើសិនបើយើងមិនធ្វើតាមគេចង់និយាយអញ្ចឹងណា កណាព្រោះ ខ្ញុំសួរចឹងយល់ទេ កណាយល់ប៉ិនកណាឆ្ងល់មួយទៀតនោះនៅពេលដែលដូចព្រះអង្គចឹងទេវតាតែងតែបន្ទោសព្រះអង្គតែព្រះអង្គអត់មានចិត្តបន្ទោសទៅទេប៉ិនចង់និយាយថាបើយើងនិយាយថាហេតុហ្មងព្រះអង្គអត់មានធ្វើអីអត់មានធ្វើហេតុដើម្បីឲ្យខ្លួនហ្នឹងទៅជាប់ទៅពាក់វៈវិនមួយទេវតាប៉ុន្តែទេវតាខ្លួនឯងអ្នកបកឲ្យមានហេតុអញ្ចឹងកណាចឹងទៅកណាអញ្ចឹងហេតុដែលថាខ្លួនបង្កើតកម្មឲ្យកើតជាកម្មមួយទៀតហ្នឹងកន្លែងនេះកណានៅអត់យល់កន្លែងហ្នឹងណាបងគ្រូ អត់តាន់ចាប់បានញោមណាស្ដាប់សំណួរគាត់តាន់ អត់ថាព្រះអង្គព្រះសម្មាសម្ពុទ្ធលោកក៏ដែលធ្វើហេតុអីហងហើយហេតុអីក៏ទេវតាហ្នឹងតែតាមធ្វើបាបលោកអញ្ចឹងណាអត់មានធ្វើហេតុអីឲ្យទេវតាត្រូវធ្វើពីអតីតជាតិធ្លាប់ជាជាងលក់មាសលក់ប្រាក់ដេញថ្លៃគ្នាណាហើយព្រះអង្គព្រះសម្មាសម្ពុទ្ធបានដេញថ្លៃយកប្រាក់ហ្នឹងបានពីទេវតាហ្នឹងណាគង់តាំងពីនឹងមកអតីតជាតិហើយថានឹងតាមព្យាបាទព្រះអង្គរហូតគ្រប់ជាតិ ច្រើនរយជាតិហ្នឹងហើយធ្លាប់មិនមែនតែជួបនេះជាតិហ្នឹងទេហ្នឹងហើយច្រើនរយជាតិហ្នឹងបើយើងនិយាយពីសិប្បកម្មបងច្រើនប៉ុន្តែបើយើងនិយាយបច្ចុប្បន្នវិញញោមនិយាយថាអ្នកខ្លះគេមិនបកហេតុប៉ុន្តែអ្នកផ្សេងចេះទៅបកហេតុហ្នឹងរឿងកិលេសរបស់មនុស្សហ្នឹងញោមហើយព្រះអង្គលោកមានទោសៈណាបើលោកអស់លោកភៈទោសៈមហៈជាសមុច្ឆេទហើយលោកមិនទៅបកប៉ុន្តែអ្នកមានកិលេសហ្នឹងវាជាបកព្រោះវានៅមានកិលេសដែលជាគ្រឿងរំខានហ្នឹងគេធ្វើឲ្យពួកគាត់កើតកិលេសហ្នឹងដូចអ្នកខ្លះដើរចំណែនគេអញ្ចឹងហ្នឹងហើយពួកគាត់ចិត្តគាត់សម្បូរដែរហ្នឹងសម្បូរដោយកិលេសហ្នឹងដែលមិនទាន់បានកម្ចាត់ហើយបុគ្គលដែលពួកគាត់អស់ហើយគាត់មានអីដែលចាក់រកគាត់បានទៀតបើគាត់ចិត្តបើគាត់ស្ងប់ហើយអញ្ចឹងកិលេសរបស់មនុស្សហ្នឹងមិនរឿងអីព្រះរឿងរបស់ទេវតាហ្នឹងប៉ុន្តែបើនិយាយពីតំណាក់តំណងពីឧបកម្មហ្នឹងវាមានអញ្ចឹងណាក៏វាមានហេតុដែលធ្វើឲ្យមកជួបគ្នាវាមនុស្សយើងមិនអាចមកជួបគ្នាដោយចៃដន្យទេសិតតែមានកម្មពីអតីតណាមួយធ្លាប់សាងរួមគ្នារស់នៅអាស្រ័យជាមួយអីចឹងទៅវាតាក់តែងមកឲ្យជួបគ្នាទៀតចឹងទៅអញ្ចឹងណាខ្ញុំ កណាបងគ្រូអញ្ចឹងមានន័យថាបើបុគ្គលខ្លួនឯងហ្នឹងមិនជាអ្នកសាងហេតុទេប៉ុន្តែមានបុគ្គលមួយទៀតអ្នកសាងហេតុដើម្បីឲ្យទៅជួបនឹងបុគ្គលដែលខ្លួនចំណែនអញ្ចឹងបុគ្គលដែលខ្លួនចំណែនហ្នឹងគាត់អត់មានអីគាត់ស្អាតផ្លឹងដោយព្រះអង្គអញ្ចឹងប៉ុន្តែអន្តទេវតាលោកអ្នកសាងហេតុលោកទទួលកម្មរបស់លោកទៅទទួលក្នុងទៀតទៅលោកអ្នកសាងណាធ្វើនឹងទទួលទៅហ្នឹងហើយកណាគោលជាមួយយើងអត់សាងជាមួយបងហ្នឹងហើយប៉ុន្តែបើសិនជាយើងបន្ទោះជាមួយមានន័យថាហ្នឹងយើងមានកម្មពៀកម្មហ្នឹងវាបន្តគ្នាកណាតែបើព្រះអង្គអត់បន្ទោះតែកាត់ទេវតាទេលោកទៅតែឯងចឹងទៅអូដោយសារព្រះអង្គជាព្រះរហន្តដោយ
บทกอจังกิริยาจัดโลกตรงเวอร์บักโลกเล่นกับกุศลนั่นคือเล่นเอาพาวเตียไทยแต่ภาษาตัวจนแต่เฟอร์เตียเตอร์เตียได้นั่งไงเมาตัวพาวนั่งเตียไทยโอเคแล้วมาสมไปจับดิฉันนะว่าจะจับชับเทวันได้ កណាកណាអរគុណ đang cáo អរ chân គុណ ចូលចាប់ទៅធូរធំដងផងពេលលើទៅមិនតិចទៀតសិនលើ10អង្គធម៌ទាំង12ហ្នឹងសូមញាតិញោមរៀនឲ្យចាំពាក្យធម៌ទាំងអស់ហ្នឹងហើយសូមឲ្យចេះសូត្រផងណាហ្នឹងហើយទឹកក្រោយអាត្មានឹងមកនឹងដាក់លីសឈ្មោះញាតិញោមនៅត្រូវសូត្រដល់តែសប្តាហ៍ចឹងទៅដូចមួយសប្តាហ៍សូត្រ3នាក់ឬ4នាក់ចឹងណាមកនឹងចាប់នេះទៅមកនឹងណេមឈ្មោះឲ្យញាតិញោមសូត្រតនវិជាបច្ចយាសង្ខារបច្ចយាវិញ្ញាណังវិញ្ញាណបច្ចយានាមរូបังរហូតដល់បដិឡោមន័យអវិជ្ជាយៈទ្វេវៈសេសវិរិយកនិរោធាសង្ខារនិរោធោអញ្ចឹងទៅខ្ញុំក៏រៀនហ្នឹង homework okay for all of you to memorize learn by heart okay តទៀត it is highly desirable that this doctrine in Pali be learned by heart those who have yet to memorize should do so soon as possible because it will be of considerable assistance to them to grasp the meaning of the doctrine. Some people recite at the time of paying homage to the Buddha. They may do so if they choose to do, but mere recitation without knowing the purport and significance of the doctrine will not enable him to dispel all sorts of ditthi, which are the source of danger of falling into tukati, woeful abode.លោក recommend ណាឲ្យយើងរៀនទន្ទិញជាភាសាបាលីឲ្យចាំមាត់ណាញោម doctrine in Pali learn by heart be learn by heart ចឹងដូចស្មាថាចឹងសូមញាតិញោមទិញពាក្យបាលីបដិជ្ជសមុបបាទហ្នឹងអង្គធម៌ទាំងអស់ឲ្យចាំមាត់ណាវិជាបច្ចយាហ្នឹងអ្នកដែលមិនទាន់បានទិញចាំទេគួរតែចាប់ផ្ដើមទិញឲ្យបានលឿនណាលោកជំរុញជាងស្មាទៀតណាដោយសារតែនឹងមានឧបការៈច្រើនសម្រាប់ពួកគាត់និងសម្រាប់ញាតិញោមដើម្បីចាប់អត្ថន័យបាននៃទ្រឹស្ដីនេះអ្នកខ្លះគាត់សូត្រនៅពេលថ្វាយបង្គំព្រះណាពេលយើងមកទៅបូដានឹងពេលសូត្រថ្វាយបង្គំព្រះអាត្មាក៏សូត្រដែរយកសូត្រចឹងទៅបានចាំមាត់ផងពួកគេអាចមានជំរើសធ្វើដូចនេះក៏បានប៉ុន្តែគ្រាន់តែសូត្រដោយគ្មានការយល់ដឹងនៅអត្ថន័យpurport and significance យល់អំពីខ្លឹមសារនិងអត្ថនិងសារៈសំខាន់នៃទ្រឹស្ដីនេះទេវានឹងមិនអាចធ្វើឲ្យគេកម្ចាត់បងនៅមច្ឆាទិដ្ឋិបានទេចេះសូត្រល្អហើយប៉ុន្តែបើចេះសូត្រហើយអត់បានរៀនយល់អត្ថន័យវាអត់បានពេញលេញទេញាតិញោមណាឥឡូវញាតិញោមបានរៀនហើយបើចេះសូត្រទៀតល្អដូចសំណាងជាងអាត្មាកាលមុនអាត្មាបួសហើយសូត្រធម៌នឹងរាល់ថ្ងៃសូត្រមុនបាំងស្គរឲ្យញាតិញោមសូត្រឲ្យបនសពអីចឹងទៅប៉ុន្តែយល់ទេគេទៅសូត្រទៅធ្វើមាត់បហបប៉ុន្តែយល់ទេតើយើងរៀនទៅបានអូខេឥឡូវមិនអាចធ្វើឲ្យកម្ចាត់មកនៅសកាយមច្ឆាទិដ្ឋិបានទេដែលជាប្រភពនៃគ្រោះថ្នាក់មួយធ្វើយើងធ្លាក់ទៅក្នុងទុគតិអបាយភូមិ It is easily to be borne in mind that this doctrine is nothing but your own self, your own conduct, nama rupa. Yes, it is much more than that. It shows the causal continuum of your so-called self, the process of arising and passing away, of nama and rupa, or in other words, the series of sorrows and sufferings ad infinitum. ងាយយល់ងាយចងចាំនៅក្នុងចិត្តថាទ្រឹស្ដីនេះមិនជាស្អីក្រៅអំពីខ្លួនយើងទេទ្រឹស្ដីវិសម្បត្តិគឺនិយាយពីខ្លួនឯងហ្នឹងនិយាយពីខ្លួនយើងយកអូនខន្ធៈនិយាយពីខណ្ឌនិយាយពីនាមរូបតែគឺយើងកំពុងមាននេះដូច្នេះវាមានអ្វីច្រើនជាងនេះទៀតគឺបង្ហាញអំពីទ្រឹស្ដីនេះបង្ហាញអំពី causal continuum of your so called self គឺនិយាយអំពីការប្រព្រឹត្តទៅណាហេតុនេះ causal continuum និយាយអំពីណាហេតុដែលបន្ត of your so called self នៃខ្លួនយើងនេះតើវាមានហេតុអីដែលធ្វើឲ្យយើងជាប្រព្រឹត្តទៅរហូតណា the process of arising and passing away គឺដំណើរនៃការកើតឡើងនិងការរលត់ទៅនៃនាមរូបពាក្យមួយទៀតថា series of sorrow គឺជា series គឺថាដូចភាគអញ្ចឹងដូចភាគបន្តអញ្ចឹងហ្នឹងគឺហៅថាជាចរន្តនៃការប្រព្រឹត្តទៅរបស់សោកៈណាសេចក្តីសោកនិងសេចក្តីទុក្ខគ្មានទីបំផុតនេះជាពាក្យ
special word គេគឺ ad infinitum ហ្នឹងមានន័យថា endlessly ណាគឺអត់មានទីបំផុតទេ ad infinitum និយាយដល់ខ្លីទៅស្ដីប្រតិសមុខបាទនេះមានអីក្រៅពីខ្លួនយើងណានិយាយពីខណ្ឌនាមរូបអយតនៈអញ្ចឹងទៅហើយនិយាយពីការកើតឡើងនិងការរលត់ទៅនៃនាមរូបឬក៏និយាយឲ្យសាមញ្ញមកថាទ្រឹស្ដីបដិជ្ជសមុបបាទគឺយើងកំពុងសិក្សាអំពីចរន្តនៃការប្រព្រឹត្តទៅរបស់សេចក្តីទុក្ខសោកដែលគ្មានទីបំផុតពីព្រោះអាកាលណាយើងស្ថិតនៅក្នុងសង្សារវដ្តឬក៏ប្រវត្តិចក្រនេះហើយឈ្មោះតែយើងកំពុងតែជួបនៅសេចក្តីទុក្ខដែលគ្មានទីបំផុតតែមានរូបមានទុក្ខហើយញាតិញោមបាច់ឆ្ងល់ទេដោយសារខន្ធៈភិរៈណាមានខណ្ឌមានបញ្ញខណ្ឌគឺជាសម្បុកនៃទុក្ខនឹងឯងបរិជ្ជសមុបត្តិ actually is in itself the cyclic order of arising and passing away of dhamma or khantha បរិជ្ជសមុបត្តិតាមពិតទៅខ្លួនឯងនេះគឺជា cyclic order គឺជា order of arising និយាយអំពីដំណើរការកើតឡើងនិងការរលត់ទៅនៃធម្មៈឬក៏ខណ្ឌនឹងឯង the old phenomenon gives rise to another in endless continuum អញ្ចឹងធម៌ពីអតីត old phenomenon គឺថាហេតុពីអតីតហ្នឹងវាឲ្យផលទៅណាទៅធម៌មួយទៀតនិយាយថាហេតុវាឲ្យផលមកកើតជាផលអីមួយមក in endless continuum ដោយការបន្តមានទីបំផុតអញ្ចឹង the old phenomenon give rise to another អញ្ចឹងហេតុមួយវាឲ្យទៅជាផលដោយការបន្តគ្មានទីបំផុត such phenomenon of arising and passing away is called បដិជ្ជសមុប្បាទ and បដិជ្ជសមុប្បន្នៈសភាវៈនៃការកើតឡើងនិងការរលត់បែបនេះលោកហៅថាបដិជ្ជសមុប្បាទនិងបដិជ្ជសមុប្បន្នៈ the function of which no creator or God should start or draw to a halt មានន័យថា function នេះតួនាទីណាតួនាទីដែលមិនមានអ្នកបង្កើតឬក៏អាទិទេពព្រះជាម្ចាស់ណាមួយចាប់ផ្ដើមឬក៏បញ្ឈប់នោះទេណាដំណើរនៃបដិជ្ជសមុប្បាទនិងបដិជ្ជសមុប្បន្នៈហ្នឹងវាមិនមែនជាភារកិច្ចរបស់ព្រះជាម្ចាស់ណាមួយជាអ្នកបង្កើតឬក៏ជាអ្នកបញ្ឈប់ទេយល់ទេនេះគឺជាដំណើរនៃធម្មជាតិគឺជាដំណើរគឺជានិយមឬក៏ជាច្បាប់នៃចក្រវាលហ្នឹងគឺវាប្រព្រឹត្តទៅតាមបែបហ្នឹងឯងអត់មានព្រះជាម្ចាស់ណាជាអ្នកបង្កើតឬក៏ជាអ្នកមកបញ្ឈប់ទេ This functioning is the relinking of បដិជ្ជសមុប្បាទការប្រព្រឹត្តទៅបែបនេះគឺជា relinking ការបន្តនៃតំណរបស់បដិជ្ជសមុប្បាទគឺនិយាយពី twelling ហ្នឹងវាបន្តគ្នាវិលចឹងឃើញទេអញ្ចឹងវាមិនមែនព្រះជាម្ចាស់ឬក៏អតិពលធម្មពលឯណាមកបង្កើតទេប៉ុន្តែវាជានិយមរបស់ធម្មជាតិដែលប្រព្រឹត្តទៅវិលជុំចឹងមគ្គផលៈ is only dhamma which can break the link of បដិជ្ជសមុប្បាទ and then when there is no relinking it is called nibbana មគ្គផលមគ្គផលគឺជាធម៌ដែលអាចបំបែកនៅអង្គនៃបដិជ្ជសមុប្បាទបាននៅពេលដែលមិនមាននៅអង្គធម៌នឹងបន្តទៀតទេពេលនោះឯងឈ្មោះថាបានដល់នៅព្រះនិព្វានតតែបំបែកអង្គធម៌នឹងបានទេញោមទៅឈប់នៅតំណហ្នឹងកុំឲ្យវាវិលតទៅទៀតបានពេលនឹងឯងឈ្មោះថាព្រះនិព្វានដោយដោយបានសម្រេចមគ្គផលតបានមគ្គផលបានអាចបំបែកនៅចវៈនឹងបានThis process is only the arising and passing away of khandha nama rupa, or in other words, this is the process of the law of causality in which there is no semblance which can be taken for I, my, self, or ego. There is nothing except the arising and disappearing of khandha nama rupa and ayatana. ដំណើរការនេះគ្រាន់តែជាការកើតឡើងនៃការរលត់ទៅនៃខណ្ឌនាមរូបឬពាក្យមួយទៀតថានេះជាដំណើរការនៃច្បាប់ណា law of causality គឺច្បាប់ហេតុផល the law of causality គឺហេតុឬក៏បច្ច័យណានេះគឺជានិយមនៃហេតុបច្ច័យ in which there is no អត់មាន semblance which can be taken អត់មានអ្វីជាតកតាងមួយដែលអាចសន្មតថាជាខ្ញុំរបស់ខ្ញុំជាខ្លួនឬជាអាត្មានទេណាឃើញទេហ្នឹងហើយវាគឺជាដំណើរនៃការប្រព្រឹត្តទៅរបស់អ្នកទ្រឹស្ដី
hạt pháo là nhầm bỏ từ đây hạt pháo vi vơ cho về lại người ta hạt và cả tới chỉ pháo nắng đa tuổi chỉ hạt và cả pháo to thì chẳng việc miền chừng nói nào mỗi để dân ai vô mà săn là mặt thà dân chỉ nẹt phơi nơm phơi từng ở năng ở miền dân ở miền tuộc luôn đây chẳng vừa chỉ thòm mẹ đại cả mộtประตูរបស់នាមរូបដែរអត់មានយើងអត់មាននេះណាបើគាត់ថាយើងទឹកថេទៀតហើយមិនឆាទឹកថេយល់ខុសហ្នឹងអញ្ចឹងទឹកទ្រឹស្ដីបដិសមុបបាទនេះគឺជាអាវុធសំខាន់ក្នុងការប្រហារបង់នៅមិនឆាទឹកថេដែលសម្គាល់ខុសហ្នឹង there is nothing except the arising នេះចឹងវាអត់មានអីក្រៅអំពីការកើតឡើងនិងការលត់ទៅនៃខណ្ឌនាមរូបនិងអាយតនៈហ្នឹងទេអញ្ចឹងបញ្ចប់ដំណឹងចាស់ព្រោះម៉ោង3កន្លះហើយទុកសប្តាហ៍ក្រោយណានិយាយខ្ញុំតន់នេះមកប្រែប៉ុណ្ណឹងលឿនពេកហ៎តន់ទៀតកណាតែយាយកំគ្រូអូនិយាយខ្ញុំសិនដល់ប្រកែលើប៉ុណ្ណឹងសិនចាស់ញាតិញោមណាហើយសារម៉ោងច្រើនហើយអាត្មានៅវត្តហ្នឹងឯងរវល់ដែររវល់ជាប់កិច្ចមានអ្នកជំងឺហើយដែររវល់ការងារក្នុងវត្តដែរអញ្ចឹងប៉ុណ្ណឹងសិនចាស់ញោមណាទុក្ខបត្តាចនិតទុក្ខាចនភយាសោកបត្តាចនិសោកាហោតុសពេបេបានិណោនមោទនីបាទសុខបាទចម្រើនទាំងអស់គ្នាថ្វាយគុំលេចម្រើនពរលាញាតិញោមណាហើយជួបគ្នាសប្តាហ៍ក្រោយ